បាត់បង្ខំអូនឲ្យរៀបការជាមួយនឹងនីវ៉ាយូតើបងឲ្យអូនធ្វើចឹងម៉េចឆើសម្បត្តិត្រឹមអារហាមឯងនឹងហ៎មានលទ្ធភាពធ្វើឲ្យកូនយើងរស់បាត់អ្នកក្រដូចជាយើងមិនអាចទៅឈោងចាប់ផ្កាយលើមេឃបាននោះទេមិនបានបងអូនបងខ្សែសំជួបថ្លំថ្លាជាតិក្រោយចុះអូនមិនអាចរៀបការជាមួយអ្នកណាផ្សេងក្រៅពីបងបានទេអូនសុខចិត្តស្លាប់ទៅចុះសៃតាម៉ែមានរឿងចង់និយាយជាមួយកូនកូនដឹងហើយថាម៉ែចង់និយាយអីកូនតាកូនដឹងហើយមែនទេថាម៉ែមិនពេញចិត្តនឹងនាយជ័យម្នាក់នោះគ្រួសារក្រហៅមិនលឺបើកូនទៅស្រឡាញ់វាកូនសាកគិតតែមើលអនាគតកូននឹងទៅជាយ៉ាងណាហ៎ខ្ញុំមិនបានគិតលើទ្រព្យសុំតែស្រឡាញ់គ្នាមានក្តីសុខទៅបានហើយក្រៅពីនោះកូនមិនត្រូវការអ្វីទៀតទេមិនបានទេម៉ែបានលើកកូនឲ្យទៅកូនលោកដង្ខៅហើយម៉ែនឹងប្រាប់ឲ្យគេចូលស្ដីដណ្ដឹងកូនហើយកូនក៏គ្មានសិទ្ធិប្រកែកនឹងម៉ែដែរម៉ែថាម៉េចគឺដូចដែលកូនបានលឺនឹងហើយត្រៀមខ្លួនទៅម៉ែមិននិយាយច្រើនទេយ៉ាងម៉េចនឹងកូនមកដល់ផ្ទះមុខមិនរីកដូចចែកគេមិនស្មើតើមានរឿងអីមែនទេពុកចូលស្ដីដណ្ដឹងកូនមីណាងឲ្យខ្ញុំមកណាពុកខ្ញុំស្រឡាញ់សេចតាស្អីគេឲ្យចូលទៅឆៅមិញបានមិនដឹងថាគេស្រឡាញ់កូនដែរឬអត់ផងនឹងកូនមិនខ្វល់ថាគេស្រឡាញ់ឬមិនស្រឡាញ់កូននោះទេពុកត្រូវតែចូលទៅស្ដីដណ្ដឹងនាងឲ្យខ្ញុំហើយចុះកូនច្បាស់ហើយថាចង់បាននាងមែននោះបានពុកគឺកូនស្រឡាញ់នាងអញ្ចឹងមិនអីទេស្អែកនេះពុកនឹងទៅសួរនាំគេឲ្យកូនទៅចុះបាទកូនអរគុណពុកខ្លាំងណាស់ចៅជ័យថ្ងៃនេះចៅទៅចំការទេចៅបាទយាយថ្ងៃនេះចៅទៅធ្វើចំការធម្មតាទេយាយមហូបចៅបានរៀបចំទុកឲ្យរួចរាល់ហើយណាយាយមិនអីទេណាចៅពេលដែលចៅមិននៅបានចៅសីតាមកជួយរៀបចំបាយទឹកឲ្យយាយរាល់ថ្ងៃចៅមិនបាច់បារម្ភពីរឿងបាយទឹកយាយទៀតទេណាចៅព្រោះចៅហត់នឿយពីការធ្វើចំការហើយចុះឆ្នាំនេះអាមិនដែរចៅដំណាំល្អដែរទេបាទយាយមិនអីទេឆ្នាំនេះប្រកាសជាប្រមូលបានផលច្រើនមិនខានទេបានលឺបែបនេះយាយសប្បាយចិត្តខ្លាំងណាស់តែគួរឲ្យស្ដាយដែលយាយមើលមិនឃើញបានត្រឹមតែលឺហើយនឹកស្រមៃមិនអីទេណាយាយកុំគិតច្រើនអីចៅស្រឡាញ់យាយណាស់យាយក៏ស្រឡាញ់ចៅទៅចុះណាកុំឲ្យមេឃវាក្តៅតន់បាទយាយបងជ័យសេចតាហេតុអីក៏អូនមកដល់ទីនេះបងជ័យខ្ញុំមានរឿងចង់និយាយជាមួយបងបើអញ្ចឹងយើងទៅនិយាយក្រោមដើមជ្រៃនោះទៅមិនលុបតិចចាអូនមានរឿងអីចង់និយាយជាមួយបងជ័យពេលនេះអូនមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេម៉ែបានបង្ខំអូនឲ្យរៀបការជាមួយនឹងនីវ៉ាយូតើបងឲ្យអូនធ្វើយ៉ាងម៉េចអូនពិបាកចិត្តខ្លាំងណាស់អូននិយាយថាម៉េចហើយចុះពេលនេះអូនគិតចង់ធ្វើយ៉ាងម៉េចបងជ័យអូនគ្មានជំរឿអ្វីទៀតទេបងជ័យបងឲ្យលោកយាយចូលស្ដីទៅដឹងអូនតើបានទេបើបងទៅបងខ្លាចក្រែងតែម្ដាយនឹងពុកអូនមិនព្រមព្រោះអូនក៏ដឹងស្រាប់ហើយថាតាំងពីតូចមកពួកគាត់មិនដែលចូលចិត្តបងនោះទេមិនអីទេបងទៅសិនទៅណាអូនសុំចុះបើសិនជាឲ្យអូនរៀបការជាមួយនីវ៉ាយូស្អីគេនោះអូនសុខចិត្តស្លាប់ប្រសើរជាងកុំចឹងអីណាចាំបងទៅនិយាយជាមួយលោកយាយចុះចា
លោកយាយ ចៅជ័យមិនបានจะមកវិញលឿនម្លេះចៅ យាយចៅមានរឿងចង់និយាយជាមួយយាយ តើមានរឿងអីទៅចៅ លោកយាយចៅចង់ឲ្យលោកយាយទៅស្ដីដណ្ដឹងសីតាឲ្យចៅព្រោះចៅទាំងពីរនាក់ស្រឡាញ់គ្នាណាស់ ថាម៉េចឲ្យយាយទៅស្ដីទៅដឹងកូនស្រីអត់ដេកនោះអីអើយចៅប្រុសគេស្អប់យើងខ្លាំងណាស់ចៅគិតថាគេនឹងលើកកូនឲ្យមកចៅដែរទេ លោកយាយសាកសិនទៅណាបើមិនសាកយើងធ្វើមិននឹងដឹងទៅព្រោះបើយើងមិនចូលស្ដីគេនឹងចូលស្ដីអូនសីតាហើយណាយាយ បានចឹងចាំយាយសាឡបងទៅចុះ បាទចៅអរគុណលោកយាយខ្លាំងណាស់ ជំរាបសួរមេនាងណាងទឹកដេត យាយមកផ្ទះខ្ញុំមានការអីហ៎ ជំរាបសួរណាមីងជំរាបសួរលោកពូយ៉ាងម៉េចមកផ្ទះយើងមានការអីចង់មកសុំបាយអង្គឬយ៉ាងម៉េចហ៎ចេញទៅយើងគ្មានឲ្យទេ ពិតមែនហើយខ្លួនធំដូចឃ្លោកតែឈ្ងោកក៏ដើរសុំទានគេមិនមើលថាវាស័ក្តិសមដែរទេពុកម៉ែមិនក៏ពុកម៉ែនិយាយបែបនេះចំពោះលោកយាយនិងបងជ័យគាត់មកនេះមិនមែនមកសុំទាននោះទេ មិនបានជាឯងដឹងថាពួកគេមិនបានមកសុំទានមនុស្សក្រីក្របែបនេះបើមិនមកសុំទានគិតថាមកសុំអី អ្នកម៉ែ ណាមីងខ្ញុំមិនបានមកសុំទានទេគឺថាណា គឺចេះទេណាមីនាងណាងខ្ញុំមកនេះចង់មកស្ដីទៅដឹងកូនស្រីមីនាងឲ្យចៅប្រុសរបស់ខ្ញុំ ថាម៉េចស្ដីទៅដឹងហ៎ មុននឹងនិយាយអីមិនចេះមើលខ្លួនឯងទេអាយាយថាខ្លួនឯងនៅចំណុចណាហើយកូនស្រីខ្ញុំនៅចំណុចណា ចាខ្ញុំដឹងតែធ្វើមិនឲ្យបាច់ចៅគេស្រឡាញ់គ្នាទៅហើយសុំកុំបំបែកបំបាក់ពួកគេអីតើបានទេ ណែយាយកញ្ចាស់ភ្នែកខ្វាក់ខ្លួនក្រតែបែរជាចង់មកស្រវាចាប់កូនស្រីយើងដើម្បីឲ្យជីវិតបានរស់ស្រួលមែនទេហ៎លោកពូសូមមេត្តាកុំថាឲ្យលោកយាយខ្ញុំបែបនេះអីគាត់ចាស់ហើយបើសិនជាលោកពូស្អប់ខ្ញុំសូមថាឲ្យខ្ញុំទៅម្នាក់បានហើយអញស្អប់ទាំងយាយឯងស្អប់ទាំងឯងចេញទៅអញមិនទទួលពាក្យស្ដីដណ្ដឹងស្អីនោះទេហើយកុំបាច់ប្រាថ្នាចង់បានកូនស្រីអញទៀត ពុកកូនស្រឡាញ់បងជ័យបើកូនមិនបានរៀបការជាមួយបងជ័យកូនសុកចិត្តស្លាប់ មិនបានជាកូនកាត់តញូចំពោះប្រុសបែបនេះហ่ะកូននេះម៉ែពុកចិញ្ចឹមឯងតាំងពីតូចឯងមិនគិតខ្លះទេហ៎ អ្នកម៉ែលោកពុកអ្នកទាំងពីរចិញ្ចឹមកូនបានល្អណាស់តែលោកពុកអ្នកម៉ែមិនអាចបង្ខំឲ្យកូនធ្វើតាមអ្វីដែលលោកពុកអ្នកម៉ែបញ្ជាទាំងដែលកូនមិនពេញចិត្តនោះទេ លោកពូអ្នកមីងសូមមេត្តាផងចុះខ្ញុំនិងអូនសីតាពិតជាស្រឡាញ់គ្នាពិតមែនខ្ញុំសន្យាថានឹងមើលថែអូនសីតាឲ្យបានល្អបំផុតឆើសម្បត្តិត្រឹមអរហាមឯងនឹងហ៎មានលទ្ធភាពធ្វើឲ្យកូនយើងរស់បានសុខស្រួលនោះវាមិនអាចទេហ៎ ចៅជ័យទៅផ្ទះយើងវិញចៅទោះបីជាអ្នកក្រតែយើងក៏មានកិត្តិយសរបស់យើងមិនអាចឲ្យគេជន់ឈ្លីមើលងាយមើលថោកបានទេ សម្ដីបានណាស់តាយាយកញ្ចាស់ទៅចេញឲ្យបាត់ពីផ្ទះខ្ញុំទៅនាំតែចង្រៃទេពុកវាទៅយកអង្គមកប្រាយអបប្រទ្រពចង្រៃចេញពីផ្ទះឲ្យអស់ទៅបច្ចេកចេញឲ្យអស់ទៅឲ្យឆាប់ឡើង តោះចៅជ័យទៅផ្ទះ លោកយាយខ្ញុំសុំទៅជាមួយលោកយាយផងណាលោកយាយក ុំអីណាចៅកុំធ្វើឲ្យពុកម៉ែចៅពិបាកចិត្តបើចៅធ្វើបែបនេះពុកម៉ែចៅនឹងខូចចិត្តចៅអាចខូចចិត្តព្រោះមិនបានមនុស្សដែលចៅស្រឡាញ់នៅក្បែរតែបើចៅធ្វើឲ្យពុកម៉ែយំចៅហែលទឹកភ្នែកឪពុកម្ដាយចៅមិនរួចទេណាចៅអាចបាត់បង់មនុស្សដែលចៅស្រឡាញ់តែចៅមិនអាចបាត់បង់អ្នកមានគុណរបស់ចៅបានទេណា សីតាបងសុំទោសដែលបងមិនអាចយកអូនជាគូជីវិតបានព្រោះឪពុកម្ដាយរបស់អូនគាត់ស្អប់អ្នកក្រដូចជាបងខ្លាំងណាស់
សូមអូនជ្រើសរើសជីវិតដែលល្អចុះ ណែកុំមកបានវោហាននៅផ្ទះយើងចេញទៅចាញ់ទៅប្រជែងអង្គទៅប្រៃទៅ1 2 3ជីបសាប់ឲ្យឧបទ្រពចង្រៃចេញអស់ទៅលោកអើយចេញភ្លាមទៅ ចៅជ័យអើយយាយថាហើយគេមិនព្រមទេចៅអ្នកក្រដូចជាយើងមិនអាចទៅឈោងចាប់ផ្កាយលើមេឃបាននោះទេណាចៅ បាទលោកយាយចៅដឹងហើយចៅអរគុណលោកយាយខ្លាំងណាស់ដែលតែងតែបដៅចៅឲ្យខ្លាចជាមនុស្សល្អទោះបីជាយើងក្រទ្រាំតែយើងមិនក្រចិត្តទេ អស់ទៅផ្ទះ បាទលោកយាយ នឹកណាស់ប្រុសថ្លៃមិនដល់ចិត្តគិតថាបានស្និទ្ធរួមរឹកកាយកម្មត្រូវព្រាត់ព្រុសឪពុកម្ដាយបំបែកឈំឆាយពីរូបស្រីពេលនេះចិត្តអងសែនមកស្អាតគិតដល់ឈំឆ្លៃប្រុសថ្លាថ្លៃចង់តែជួបភ័ក្រប្រុសចរណៃចង់ស្ដាប់សំឡេងសារសងស្នេហ៍គ្រប់យ៉ាងប្រៀបដូចជាការយល់សប្តិកូនស្នេហ៍ប្រែស្អប់ពីមេបាខ្លួនអូនជាស្រីថាកាយាអូនត្រូវរក្សាយុគជាស្រីតាមមកតែចិត្តអូនខ្ទេចខ្ទាំបេះដូងត្រូវគ្រោះរស់គ្មានន័យមិនបានបងអូនបងខ្សែសូមជួបថ្លៃថ្លៃជាតិក្រោយចុះបងជ័យពេលនេះអូនពិតជាគិតអ្វីមិនចេញទេអូនមិនអាចរកបានឡើយបើគ្មានបងអូនមិនអាចរៀបការជាមួយអ្នកណាផ្សេងក្រៅពីបងបានទេអូនសុខចិត្តស្លាប់ទៅចុះកូនតាកុំនេះកូនចង់ធ្វើអីកូនកូនតាមកឲ្យកបិតមកម៉ែមកកូនម៉ែឲ្យកូនស្លាប់ទៅកូនមិនចង់រស់ទៀតទេឲ្យកូនស្លាប់ទៅកូនស្រីកូនកុំធ្វើបែបនេះអីមិនអសរទ្រូងម្ដាយខ្លះទេអីកូនម្ដាយធ្វើគ្រប់យ៉ាងព្រោះតែចង់ឲ្យកូនបានខ្ពស់មុខខ្ពស់មាត់ម្ដាយចង់ឲ្យកូនមានយុះល្អហេតុអីក៏កូនធ្វើបែបនេះចំពោះម្ដាយហេតុអីទៅកូនអ្នកម៉ែកូនដឹងថាអ្នកម៉ែស្រឡាញ់កូនតែកូនគ្រាន់តែចង់រស់នៅជាមួយមនុស្សដែលកូនស្រឡាញ់ដូចពុកនិងម៉ែមើលថែគ្នាដល់ចាស់មិនចាំបាច់មានយុះស័ក្តិអ្វីឲ្យតែជីវិតមានក្តីសុខតែប៉ុន្តែអ្នកម៉ែដឹងថាកូនចង់មានជីវិតដូចពុកម៉ែតែកូនមានឃើញដែរទេថារាល់ថ្ងៃពុកនិងម៉ែពិបាកប៉ុណ្ណាទម្រាំចិញ្ចឹមកូនបានធំប៉ុណ្ណេះពិបាកខ្លាំងណាស់កូនខំធ្វើការគ្មានលួថ្ងៃ ធ្វើទាំងក្តៅទាំងភ្លៀងទាំងខ្យល់ដើម្បីមកបំពេញឲ្យកូនតែពេលនេះពុកម៉ែគ្រាន់តែមិនចង់ឲ្យកូនមានជីវិតលំបាកដូចពុកនិងម៉ែម៉ែចង់ឲ្យកូនរស់សុខស្រួលកូនយល់ពីម៉ែទេកូនអ្នកម៉ែកូនដឹងថាម៉ែធ្វើបែបនេះអ្នកម៉ែខូចចិត្តខ្លាំងណាស់តែកូនពិតជាស្រឡាញ់បងជ័យពិតមែនកូនគ្រាន់តែចង់រស់នៅជាមួយមនុស្សដែលកូនស្រឡាញ់តែប៉ុណ្ណឹងទេកូនមិនចង់បានអ្វីទាំងអស់បានបើកូនចង់បានដូច្នេះម៉ែបំពេញបំណងកូនទៅចុះពេលនេះកូនទៅចុះទៅរស់នៅជាមួយមនុស្សដែលកូនស្រឡាញ់សូមកុំតែធ្វើបាបខ្លួនឯងដូច្នេះទៀតអីណាកូនម៉ែសូមទៅចុះណាកូនណាម៉ែកូនពិតជាអរគុណអ្នកម៉ែខ្លាំងណាស់កូនសន្យាថានឹងមិនធ្វើបែបនេះទៀតទេកូននឹងរស់នៅឲ្យ
ចាកូន កូនស្រីម៉ែកូនត្រូវចាំថាពុកម៉ែស្រឡាញ់កូនពុកម៉ែហ៊ានលះបង់ហ៊ានបដូរជីវិតដើម្បីការពារកូនបើសិនជាថ្ងៃណាមួយកូនរស់នៅជាមួយគេមិនមានក្តីសុខឬក៏គេធ្វើបាបកូនសូមកូនមកផ្ទះយើងវិញណាកូនម៉ែនឹងពុកចាំទទួលកូនជានិច្ចផ្ទះនេះជាកន្លែងដ៏កក់ក្ដៅបំផុតសម្រាប់កូនចាអ្នកម៉ែកូនអរគុណសម្រាប់ក្តីមេត្តារបស់អ្នកម៉ែកូនពិតជាសំទោសដែលធ្វើឲ្យពុកនិងម៉ែពិបាកចិត្តដោយសារតែកូនសូមម៉ែអហោសកម្មឲ្យកូនស្រីអាក្រក់ម្នាក់នេះផងចុះមិនអីទេកូនម៉ែអភ័យទោសគ្រប់យ៉ាងទៅចុះកូនទាន់មេឃភ្លឺកូនលាសិនហើយអ្នកម៉ែកូនក៏នៅមិនឆ្ងាយពីទីនេះកូននឹងអាសាមកលេងពុកនិងម៉ែណាចាសូមកូនថែរក្សាខ្លួនផងណាកូនសូមទេវតាថែរក្សាកូនរបស់ម៉ែលោកយាយអូស៊ីតាមែនទេចៅចាប៉ាត់មែនហើយលោកយាយគឺចៅលោកយាយចៅមកទីនេះមិនខ្លាចពុកម៉ែស្ដីបន្ទោសទេអីចាអត់ទេលោកយាយពួកគាត់មិនបន្ទោសនោះទេហេតុអីទៅចៅពីម្សិលមិញនេះពួកគេទើបតែនិយាយថាឲ្យយាយតើលោកយាយចៅសុំនៅទីនេះផងតើបានទេថាម៉េចមកនៅទីនេះអេ អូននិយាយថាម៉េច បងជ័យបងត្រឡប់មកវិញហើយឯង មុននេះអូននិយាយថាម៉េចមកនៅទីនេះមិនទេតែនៅផ្ទះអូនមានរឿងអីហ៎ មិនមានរឿងអ្វីទេបងអ្នកម៉ែក៏ព្រមឲ្យអូននៅទីនេះព្រោះគាត់បានជល់ពីក្តីស្រឡាញ់ដែលអូនមានចំពោះបង នេះជាការពិតដែរបងមិនបានយល់សប្តិទេមិនទេ មែនហើយនេះជាការពិតតែលោកយាយមិនថាអ្វីទេមែនទេយាយមិនថាអីទេឲ្យតែម្ដាយចៅគេយល់ព្រមតែជាចៅស្រីបើមិនបានរៀបចំផ្សំគុំអាចនឹងចំណាយមាត់ញាតណាចៅខ្ញុំគិតថាមិនអីទេលោកយាយសំខាន់ឲ្យតែខ្ញុំនឹងបងជ័យស្រឡាញ់គ្នាប្រមើលថែគ្នាដល់ចាស់គឺបានហើយ តែអ្នកស្រុកភូមិអាចនិយាយមិនល្អពីអូនណា គេនិយាយអ្វីក៏ស្រេចតែគេចុះបើតែគេហត់គេនឹងមិននិយាយទៀតទេហើយណាមួយបើរៀបចំអ្វីក៏ពិបាកព្រោះយើងក៏គ្មានទ្រព្យអ្វីសម្រាប់រៀបចំឲ្យតែយើងនេះចេះស្រឡាញ់គ្នាទៅគឺបានហើយ បាទបងសន្យាថានឹងមើលថែអូនឲ្យល្អបំផុត អូនពិតជាអរគុណបងខ្លាំងណាស់បើចៅស្រឡាញ់គ្នាទៅថ្ងៃមុខមិនថាយ៉ាងណាត្រូវតែអត់ធ្មត់អំណត់ម្នាក់ជាទឹកហើយម្នាក់ទៀតជាភ្លើងបើមានបញ្ហាតូចតាចយើងត្រូវចេះបង្រួមបញ្ហាកុំឲ្យវាមានកុំហែកវាឲ្យទៅជារឿងធំហើយបើសិនជាបញ្ហាធំចៅត្រូវតែចេះបង្រួមបញ្ហាឲ្យវាមកជាតូចដែលយើងអាចងាយស្រួលក្នុងការដោះស្រាយណាចៅចាប់ដៃគ្នាខិតខំប្រឹងប្រែងមានរឿងអ្វីក៏ត្រូវចេះអត់ឱនឲ្យគ្នាយោគយល់ដល់គ្នាណាចៅ បាទលោកយាយចៅអរគុណណាស់ដែលលោកយាយផ្ដល់ដំបូន្មានល្អៗមកឲ្យចៅទាំងពីរចៅនឹងមើលថែគ្នាឲ្យល្អស្ដាប់តាមអ្វីដែលលោកយាយប្រាប់ ចៅពិតជាអរគុណលោកយាយខ្លាំងណាស់ដែលមេត្តាដល់ចៅព្រមទាំងផ្ដល់ដំបូន្មានដ៏ល្អប្រពៃមកឲ្យចៅទាំងពីរនេះជាពរដ៏ជ្រះថ្លាមិនអាចកាត់ថ្លៃបានទេនិយាយអញ្ចឹងលោកយាយឃ្លានហើយនៅចាំចៅធ្វើម្ហូបជូនលោកយាយពិសាយាយមិនសូវឃ្លានទេតែចៅជ័យគេទើបតែមកពីចំការប្រហែលជាឃ្លានហើយចាស់លោកយាយបើអញ្ចឹងចៅទៅរៀបចំបាយទឹកសម្រាប់លោកយាយនិងបងជ័យសូមចាំមួយផ្លែតណាចាទៅចុះចៅ បើអញ្ចឹងចាំបងជួយអូន មិនអីទេណាបងទៅងូតទឹកលាងសម្អាតខ្លួនចុះតម្រាំបងរួចបាយម្ហូបឆ្អិនល្មម បាទអញ្ចឹងក៏បាន ម
ជំរាបសួរអ្នកនាងអ្នកដេតអូហូលោកនឹងខៅទេមកអញ្ជើញអង្គុយលេងសិនមកបាទអរគុណហើយ ហើយចុះនេះលោកដកខៅយកស្អីមកអីក៏ច្រើនសន្ធឹកសន្ធាប់ម្ល៉េះ មិនលាក់បាំងអីទេណាខ្ញុំមកនេះចង់មកស្ដីដណ្ដឹងកូនអ្នកមកឲ្យកូនប្រុសរបស់ខ្ញុំ ថាម៉េចស្ដីតដឹងហ៎ អូហូមានចំនួនច្រើនដល់ថ្នាក់នេះផងពិតមែនហើយនេះគ្រាន់តែជាចំនួនសុំជួលចែកជើទៅប៉ុណ្ណោះទីថាម៉េចគ្រាន់តែចែកជើហើយមានចំនួនច្រើនដល់ថ្នាក់នេះផងបាទខ្ញុំគិតថានៅតិចសម្រាប់អ្នកទាំងពីរណាស់លោកពូអ្នកមីងហើយចុះពេលនេះអូនសៃតាណៃណាអូគឺថាអូនសៃតាគេអបសុកបានសុំទៅដើរលេងនៅផ្សារបាត់ទៅហើយ អើពុកវីមិនក៏និយាយកុហកគេបែបនេះហ៎ ម៉ែវាស្ងាត់មាត់សិនទៅយកចំនួនទុកសិនអារឿងកូនចៅចាំនិយាយគ្នាពេលក្រោយចុះកំពុងនិយាយគ្នាពីរឿងអីឬមួយក៏ចំនួនដែលខ្ញុំយកមកនេះវាតិចពេកអូបាទអត់អីទេអត់តិចទេគឺវាសមរម្យហើយទៀននេះជាកិត្តិយសខ្លាំងណាស់ដែលលោកដង្ខៅជួយស្ដីដណ្ដឹងកូនស្រីខ្ញុំបាទអ្នកព្រោះតែកូនគេស្រឡាញ់គ្នាណាមួយខ្ញុំជាមនុស្សដែលតាមចិត្តកូនឲ្យតែកូនចង់បានអីក៏តាមចិត្តគេគ្រប់រឿងនឹងហើយក្មួយវាយុនេះពិតជាសំណាងខ្លាំងណាស់ដែលមានឪពុកល្អបែបនេះបានលោកពូលោកពូនិយាយអញ្ចឹងតើពេលណាទើបអូនសេចតាមត្រឡប់មកវិញអាចនឹងយូរបន្តិចព្រោះឮប្រាប់ថាមានរបស់ត្រូវទិញច្រើនណាស់បានលោកពូលោកពូហើយចុះពេលនេះលោកពូនឹងអ្នកមីងព្រមលើកកូនស្រីឲ្យមកខ្ញុំទេអីមិនក៏សួរបែបនេះកូនឲ្យវាមានសុជីវធម៌បន្តិចបានទេបាទពុកលោកពូអ្នកមីងខ្ញុំសុំទោសផងណាព្រោះខ្ញុំទះសារចង់បានអូនសៃតាពេកគឺថាមីងណែ ព្រមពូព្រមណាមិនអីទេក្មួយអញ្ចឹងចាំកូនសៃតាមកចាំពូនិយាយជាមួយកូនស្រីពូឲ្យចុះណាបាទអ្នកអញ្ចឹងខ្ញុំសូមហៅថាអ្នកដន្លងមុនទៅចុះណាបាទអញ្ចឹងខ្ញុំគិតលីអ្នកទាំងពីរទៅវិញហើយចាំជួបគ្នាលើក្រោយយើងនឹងនិយាយពីរឿងរៀបការតែម្ដងចុះបាទលោកដង្ខៅឈប់ហៅខ្ញុំថាដង្ខៅទៅបន្តិចទៀតយើងជាប់សាច់ជាប់ឈាមនឹងគ្នាហើយហៅថាដន្លងទៅណាបាទលោកដន្លងអរគុណហើយបន្ទាប់ពីលោកដង្ខៅនឹងកូនប្រុសត្រឡប់ទៅវិញតើពូដេតនិងមីងណាងនឹងគិតយ៉ាងណាបន្តតើខ្សែជីវិតរបស់សៃតានឹងជ័យនឹងទៅជាយ៉ាងណាសូមរងចាំតាមដានទស្សនាភាគបន្តសូមអរគុណ នេះមែនទេកន្លែងប្រជុំរបស់បង មួយថ្ងៃនៅតែផ្ទះក្លិនខ្លួនធំផ្សែងភ្លើងមុខជ្រួញគ្មានរសជាតិអ្នកណាទៅលេបចូលគ្រាន់តែរកស្រីក្មេងកំដរបន្តិចបន្តួច ហើយត្រូវមកបំរើអាដេរឆានឯងទៀតគ្រប់យ៉ាងក៏ព្រោះតែអាប្រុសអត់កំណត់ដូចជាឯងនឹងហើយ ទាំងម៉ែទាំងកូនដូចគ្នាអញ្ចឹងតាបានជាគ្មានអ្នកចង់នៅក្បែរសូម្បីតែលោកប៉ាក៏ក្បត់ចិត្តរៀនចេះធ្វើខ្លួនបន្តិចទៅក្រែងប្រុសផ្សេងគេមើលឃើញខ្លះ បងអាចប្រមាថមាក់ងាយខ្ញុំបានតែមិន បងមិនមែនជាម្ចាស់ក្រុមហ៊ុនដូចមុនទៀតទេក្រុមហ៊ុនត្រូវរលាយអស់ព្រោះតែអូននឹងហើយពេលនេះបងគ្មានអីទៀតទេសូម្បីតែឡានក៏គ្មានផ្ទះនេះក៏ដាក់បញ្ចាំអស់ដែរតើអូនចង់បានអីទៀត យើងមកយកកូនយើងតែប៉ុណ្ណោះមិនបានគិតចង់មកចង់របស់ដែលយើងបោះចោលនោះទេចាស់លោកមានសួរខ្ញុំទេថាខ្ញុំនឹកលោកឬក៏អត់គ្រាន់តែឮឈ្មោះលោកខ្ញុំនេះចង់ក្បត់ទៅហើយព្រោះលោកជាមនុស្សប្រុសដែលគួរឲ្យរអាំជាទីបំផុតយ៉ាងម៉េចដែរបងម្ហូបថ្ងៃនេះឆ្ងាញ់ទេ ធម្មតា នឹងឆ្ងាញ់ឬក៏មិនឆ្ងាញ់បង គឺដូចតរាល់ដងនឹងហើយគួរឲ្យធុញគ្មានចេះធ្វើមុខម្ហូបបដូររសជាតិឲ្យផ្លាញមាត់សោះ អញ្ចឹងល្ងាចនេះបងចង់ហូបអីក៏ប្រាប់មកចុះ ល្ងាចនេះបងទៅហូបអីជាមួយមេបងហើយក៏និយាយរឿងការងារដែរដូច្នេះអត់បានមកហូបបាយផ្ទះទេ តែកុំវិលមកវិញជប់ពេកណាបង ធ្វើម៉េចបងដឹងទៅថានិយាយការងារចប់ពេលណានោះអូនកុំដាក់កំហិតឲ្យបងពេកបានទី
មិនអីទេបងហូបហើយបងទៅចុះ ថ្ងៃនេះក្រុមហ៊ុនកូនឧត្តមមានប្រជុំសំខាន់ដូច្នេះបងប្រហែលជាមកវិញយប់បន្តិចហើយ ពុកវាក៏ចាស់ហើយដូចជាមិនចាំបាច់ទៅធ្វើការអីទៀតទេ បងត្រូវតែជួយកូនបើបងមិនជួយតើបានអ្នកណាជួយកូនយើងមើលចុះសមាមួយថ្ងៃនៅមើលតែកូនមិនគិតជួយធ្វើការងារប្តីទេ កូនសោម៉ាមានកូនតូចពុកវាមិនយល់ទេហ៎តើចេញទៅធ្វើការអីកើតគឺដោយកាលដែលយើងមានកូនសោម៉ានឹងហើយពុកវាក៏ទៅធ្វើការខ្ញុំក៏នៅមើលកូនដូចជាកន្លងវិលជុំអញ្ចឹងណាពុកវា អត់ទេខ្ញុំមិនអាចសម្រាកនៅផ្ទះបាននោះទេខ្ញុំទៅធ្វើការហើយយប់បន្តិចទើបត្រឡប់មកវិញ បើពុកវាមកវិញយឺតអញ្ចឹងថ្ងៃនេះខ្ញុំទៅលេងផ្ទះសោម៉ាក៏បាននឹកចៅគិតចង់ទៅលេងចៅបន្តិច ទៅណាក៏ទៅចុះស្រេចតែម៉ែវាឯងទេខ្ញុំទៅហើយ សោម៉ាសោម៉ានៅផ្ទះទេកូន ចាម៉ាក់ អ្នកម៉ាក់កំពុងតែនឹកដល់អ្នកម៉ាក់ល្មម ហើយចុះចៅម៉ាក់នៅឯណាគេគេងលក់ហើយមែនទេ ចាអ្នកម៉ាក់ទៅតែគេងមុននេះ ណែសោម៉ាមើលទៅកូនដូចជាស្គមដល់ហើយហត់ខ្លាំងណាស់មែនទេកូន ចាអ្នកម៉ាក់ហត់ខ្លាំងណាស់ការងារផ្ទះធ្វើមិនចេះអស់តាំងពីព្រឹកដល់យប់ហើយត្រូវមើលថែកូនទៀតយប់ឡើងក៏ត្រូវភ្ញាក់ឲ្យកូនបើមួយថ្ងៃមិនដែលបានគេងឆ្អែតនោះទេម៉ាក់អើយ ហើយចុះប្តីរបស់កូនមិនជួយខ្លះទេហ៎ មិនបាច់ក៏បានដែរម៉ាក់មកដល់ផ្ទះពេលណាមកមិនដែលរីកសំដីមួម៉ៅដាក់ខ្ញុំគ្រប់ពេលតើទៅជួយអីបានទៅម៉ាក់កុំឲ្យតែគេមកដល់ផ្ទះរករឿងឆ្លោះប្រកែកគ្នាទៅខ្ញុំធូរចិត្តណាស់ទៅហើយ ស៊ូទៅណាកូនបើកូនស៊ូមិនបានក៏ត្រឡប់ទៅផ្ទះយើងវិញម៉ែរងចាំទទួលកូនគ្រប់ពេល ចាអ្នកម៉ាក់ម៉ាក់ហើយចុះនេះលោកប៉ាមិនមកជាមួយទេ អត់ទេប៉ារបស់ឯងគេទៅធ្វើការបាត់ហើយឮថាថ្ងៃនេះមានប្រជុំនៅក្រុមហ៊ុនដូច្នេះមកផ្ទះរៀងយប់បន្តិចទើបបានជាម៉ែមកលេងនឹងកូននឹងណា បានអ្នកម៉ាក់មកជាការល្អណាស់ខ្ញុំថាយកឯកសារទៅឲ្យប្តីខ្ញុំបន្តិចព្រោះឯកសារនៅទីនេះទាំងអស់ មិនអីទេអញ្ចឹងកូនយកទៅចុះចាំម៉ាក់នៅមើលកូនឲ្យណា អញ្ចឹងកូនអរគុណម៉ាក់ណាស់កូននឹងឆាប់ត្រឡប់មកវិញ ចាស់កូន មិនក៏មិនឃើញឡានលោកប្តីខ្ញុំនៅកន្លែងសួស្ដីតើប្តីខ្ញុំក៏ទៅណាចាអ្នកស្រីលោកប្រធានមិនទាន់មកដល់ផងថាម៉េចនៅមិនទាន់មកដល់ទេអញ្ចឹងតើគាត់មានប្រាប់ថាទៅប្រជុំនៅកន្លែងណាទេចាអត់ទេអ្នកស្រីអញ្ចឹងអរគុណហើយចាអ្នកស្រីនោះគឺឡានរបស់អាដាមតាមិនក៏មកនៅទីនេះទៅវិញចូលមើលសិនទៅបានបងអាដាម មិនក៏អូនមកទីនេះយ៉ាងម៉េចតាមដានបងមែនទេ ខ្ញុំមិនបានតាមដានអ្វីទេគ្រាន់តែយកឯកសារមកឲ្យនេះមែនទេកន្លែងប្រជុំរបស់បង ចាំទៅផ្ទះចាំនិយាយគ្នា បញ្ញាប់ទៅផ្ទះបន្តិចទៅមិនចាំបាច់យកលេសថាប្រជុំអីទៀតទេ គួរឲ្យធុញណាស់អូនសម្លាញ់បងទៅផ្ទះសិនហើយណា កុំភ្លេចមករកអូនទៀតណាបងសម្លាញ់អូនណាស្រឡាញ់បងណាលោកប៉ាមិនក៏លោកប៉ាមកទីនេះ កូនសោម៉ាហេតុអីបានជាកូនមកទីនេះ នេះកុំប្រាប់ថាប៉ាក៏ក្បត់នឹងអ្នកម៉ាក់ដែរណាបងសម្លាញ់ណានេះអ្នកណាគេនឹង គឺកូនស្រីរបស់បងកូនសោម៉ាតោះ
ទៅនិយាយគ្នានៅផ្ទះវិញទៅល្អជាង អូកូនសុំមកវិញហើយឯកូនអេមានរឿងអីហេតុអីបានជាកូនយំឆ្លោះគ្នាមែនទេកូន អ្នកម៉ា អូសុំយ៉ាងម៉េចនឹងកូននិយាយប្រាប់ម៉ាក់មកមើល អ្នកម៉ា ណាម៉ាជំរាបសួរ ចាជំរាបសួរកូនឧត្តមមានរឿងអីហេតុអីបានជាសមាយំខ្លាំងយ៉ាងនេះតើកូនឆ្លោះគ្នាមែនទេអេនេះបងក៏មកជាមួយគ្នាដែរមែនទេ មែនហើយចុះម៉ាក់វាមិនទាន់ទៅផ្ទះទេអី អេមិនក៏ម្នាក់មានទឹកមុខចម្លែកខ្លាំងម្ល៉េះមានរឿងអីកូនសមាប្រាប់ម៉ាក់មកមើលតើមានរឿងអី លោកប៉ានិយាយប្រាប់ម៉ាក់ដល់ខ្លួនឯងទៅ សមាតើនេះបានន័យថាម៉េច ណែគឺថា និយាយទៅប៉ាតើប៉ាទៅធ្វើស្អីខ្លះ និយាយមកតើបងបានធ្វើស្អីនេះកុំប្រាប់ណាថាទៅលួចមានស្រីសមានិយាយប្រាប់ម៉ាក់មកមើលតើមានរឿងអី គឺកូនបានទៅឃើញលោកប៉ានិងបងឧត្តមកំពុងទៅនៅគៀកកាយនឹងស្រីខារ៉ាអូខេម៉ាក់កូនទ្រាំមិនបានទេអ្នកម៉ា ថាម៉េចមិនក៏បងធ្វើបែបនេះចំណាស់នេះទៅហើយនៅធ្វើបែបនេះបានទៀតមែនទេបងមិនចេះខ្មាស់គេទេមែនទេហ៎ មែនហើយខ្ញុំគ្រាន់តែចង់សប្បាយយ៉ាងម៉េចវាខុសមែនទេអ្នកណាទៅមានអារម្មណ៍នៅជាមួយស្រីចាស់ដូចជាម៉ាក់វាឯងនោះស្រីក្មេងគេចេះថ្នាក់ថ្នមធ្វើឲ្យយើងនេះមានអារម្មណ៍ល្អនោះអី បានហើយបងធ្វើអ្វីដែលបងចង់ធ្វើទៅចុះតែចាប់ពីថ្ងៃនេះតទៅយើងលែងជាប្តីប្រពន្ធនឹងគ្នាទៀតហើយខ្ញុំនឹងចុះចេញពីផ្ទះនេះ អ្នកម៉ាកូនទៅជាមួយអ្នកម៉ាដែរកូនមិនអាចនៅទីនេះបន្តទៀតទេ គ្រាន់តែប៉ុណ្្នឹងសោះទឹកភ្នែកទឹកសម្បោអីណាស់ទៅមួយថ្ងៃនៅតែផ្ទះក្លិនខ្លួនធំផ្សែងភ្លើងមុខជ្រួញគ្មានរសជាតិអ្នកណាទៅលេបចូលគ្រាន់តែរកស្រីក្មេងកំដរបន្តិចបន្តួចមកឈឺចិត្តឆ្អិតទ្រូងគួរឲ្យធុញណាស់ កោតណាស់អាដាមកោតឯងនិយាយបែបនេះទៅរួចកូនស្រីខ្ញុំកាលមិនទាន់មានឯងជាប្តីយើងថែទាំណាស់មិនឲ្យកូនស្រីយើងលំបាកបន្តិចឡើយតែឯងជាប្តីគ្មានសមត្ថភាពមើលថែកូនប្រពន្ធបណ្ដោយឲ្យប្រពន្ធធ្វើការងារផ្ទះហត់សពគ្រប់បែបយ៉ាងគ្មានពេលសំបីតែថែខ្លួនហើយត្រូវមកបំរើអាដេរឆានឯងទៀតគ្រប់យ៉ាងក៏ព្រោះតែអាប្រុសអត់កំណត់ដូចជាឯងនឹងហើយគ្មានសមត្ថភាពធ្វើឲ្យប្រពន្ធស្អាតតែចង់ឲ្យស្រីស្អាតអាចង្រៃឯងនេះមិនសមជាមនុស្សប្រុសទេកូនស្រីទៅជាមួយម៉ាក់កុំសោកស្ដាយធ្វើអីអាប្រុសហេងសុយបែបនេះនោះ ទាំងម៉ែទាំងកូនដូចគ្នាអញ្ចឹងតាបានជាគ្មានអ្នកចង់នៅក្បែរសូម្បីតែលោកប៉ាក៏ក្បត់ចិត្តរៀនចេះធ្វើខ្លួនបន្តិចទៅក្រែងប្រុសផ្សេងគេមើលឃើញខ្លះ បងអាចប្រមាថមាក់ងាយខ្ញុំបានតែមិនអាចមើលងាយម៉ាក់របស់ខ្ញុំទេខ្ញុំសោកស្ដាយណាស់ដែលយកមនុស្សគ្មានបានការដូចជាលោកឯងមកធ្វើជាប្តីខ្ញុំស្ដាយពេលវេលាពីពេលនេះតទៅយើងលែងលះគ្នាចុះ ល្អអន្តតាលែងគ្នាក៏ល្អតែបញ្ជាក់ណាទ្រាំនៅទីនេះអូនមិនអាចយកទៅបានទេសូម្បីតែកូន បងគ្មានសមត្ថភាពផ្ដល់ក្តីស្រឡាញ់ឲ្យខ្ញុំផងតែមានសិទ្ធិអីនឹងមានលទ្ធភាពអាចផ្ដល់ភាពកក់ក្ដៅឲ្យកូនខ្ញុំដែរទេ យ៉ាងណាក៏អូនមិនអាចយកកូនទៅបានដែរសមមាកូនឲ្យគេទៅកុំស្ដាយធ្វើអីឲ្យគេមើលកូនទៅចាំមើលថាគេមានពេលទៅសម្រាប់ស្រីខារ៉ាអូខេម្នាក់នឹងទៀតទេ បានខ្ញុំមិនយកអ្វីទៅទាំងអស់សំបីតែកូនតែខ្ញុំប្រាប់បើសិនជាកូនខ្ញុំមានរឿងអីខ្ញុំមិនអត់ទោសឲ្យលោកជាដាច់ខាតហើយបើសិនជាលោកមើលថែកូនខ្ញុំមិនបានល្អលោកនឹងដឹងគ្នាជាមិនខានចាំតែមើលទៅ កុំព្រួយកូនខ្ញុំនឹងមើលថែឲ្យបានល្អឆាប់ចេញទៅ តោះកូនទៅយកអីវ៉ាន់មក
ចាអ្នកម៉ាក់ ជូតទឹកភ្នែកកុំយំឲ្យមនុស្សអាក្រក់នេះហើយឲ្យគេឃើញពីភាពទន់ខ្សោយរបស់កូនអី ចាអ្នកម៉ាក់ មួយឆ្នាំកន្លងផុតទៅ បងថ្ងៃនេះអូនត្រូវការទិញមាសពេជ្រទិញទឹកអប់ហើយនឹងទិញកាបូបស៊ីនមួយដើម្បីចូលរួមកម្មវិធីគេនៅថ្ងៃស្អែកនេះ អូនគិតតែទិញថ្ងៃមុនទើបតែថាទិញតែមិនឃើញទិញហើយចុះលុយតាណាអស់ទៅហើយពេលនេះក៏ទៀតទិញទៀតបងមានលុយអាណាឲ្យអូន ក្រែងបងសន្យាថានឹងចិញ្ចឹមអូនឲ្យល្អនោះអីមិនឲ្យអូនលំបាកអូនត្រូវការអីក៏បាននឹងហើយចុះពេលនេះមិនក៏បងនិយាយបែបនេះទៅវិញ បងខំធ្វើការរកលុយតែម្នាក់ឯងអូនចាយចេះគិតផងបានទេពេលនេះបងមិនមែនជាម្ចាស់ក្រុមហ៊ុនដូចមុនទៀតទេក្រុមហ៊ុនត្រូវរលាយអស់ព្រោះតែអូននឹងហើយពេលនេះបងគ្មានអីទៀតទេសូម្បីតែឡានក៏គ្មានផ្ទះនេះក៏ដាក់បញ្ចាំអស់ដែរតើអូនចង់បានអីទៀត បងចង់ថាខ្ញុំជាស្រីកញ្ជើធ្លុំមែន មិនហើយស្រីក៏មិនធ្វើដឹងតែពីចាយកូនក៏មិនមើល មិនមែនជាកូនរបស់ខ្ញុំរឿងអីខ្ញុំត្រូវមើលថែនោះធុញណាខ្ញុំទៅធ្វើជាស្រីការ៉ាអូខេវិញល្អជាងមិនហត់ការងារស្រួលក៏បានលុយស្រួលដែរ កុំទៅអីចាំបងលក់ផ្ទះនេះដើម្បីឲ្យអូនចុះ ពិតមែនណែ បងពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់ អាប្រុសនេះជាណានាហេតុអីក៏វាមកទីនេះ មិនលាក់បាំងអីទៀតទេនេះជាប្តីរបស់ខ្ញុំយ៉ាងម៉េចមិនសុខចិត្តមែនទេ នេះនាងបោកយើងមែនទេ ពុទ្ធោតាចាស់សំណាងហើយណាដែលខ្ញុំទ្រាំនៅជាមួយរយៈពេល1ឆ្នាំនេះអ្នកណាទៅយកតាកញ្ចាស់ឯងធ្វើជាប្តីនោះចាស់ហើយនៅមិនដឹងចាស់ទៀតឈឹ ស្រីក្បត់ចេញពីផ្ទះយើងទៅចេញទៅ តាអ្នកណាដែលត្រូវចេញនោះផ្ទះនេះពេលនេះខ្លាចជារបស់ខ្ញុំហើយព្រោះតាកញ្ចាស់ឯងនេះបានសញ្ញេឲ្យខ្ញុំហាញ់តាអ្នកដែលត្រូវចាក់ចេញគឺតាកញ្ចាស់ឯងនេះហើយ នាងឯងនេះបោកយើងឲ្យសញ្ញេប្រគល់មរតកហើយដេញយើងចេញពិតជាអាក្រក់ណាស់ នេះមកពីតាកញ្ចាស់ទ្របដុតឯងល្ងងយើងណាគ្រាន់តែចាយសម្រស់បន្តិចក៏ងប់នឹងយើងដល់ថ្នាក់នេះអូនណែកុំភ្លេចរើបង្វិចចេញពីផ្ទះរបស់ខ្ញុំផងណាតាហា តាលោកប្តីយើងទៅក្រេបទឹកឃ្មុំបន្តវិញ ស្រីចង្រៃយើងមិនគួរចាញ់បោកស្រីចង្រៃនេះសោះពូសំអល់បានស្ពាយបង្វិចដើរទៅផ្ទះរបស់កូនប្រសា ហេតាមកទីនេះមានការអី កូនឧត្តមនៅទីនេះទេ មករកប្តីខ្ញុំធ្វើអីគាត់មិននៅទេចាញ់ទៅវិញទៅ ខ្ញុំសូមជួបកូនឧត្តមតិចតើបានទេ មានបង្វិចខោអាវសង្ស័យតែត្រូវស្រីតីដេញចេញពីផ្ទះហើយមើលទៅអើខ្ញុំប្រាប់ហើយថាគាត់មិននៅទេតាទៅវិញទៅ ប៉ាមករកកូនមានការអី ចាញ់មកធ្វើអីចូលទៅក្នុងផ្ទះវិញទៅឲ្យឆាប់ឡើង ឧត្តមកូនប៉ាសូមកូននៅទីនេះមួយរយៈផងបានទេពេលនេះប៉ាគ្មានកន្លែងត្រូវទៅទៀតទេប៉ាត្រូវនាងតៃនោះវាបោកប្រាស់យកទ្រព្យសម្បត្តិគ្មានសល់ឡើយប៉ាពេលនេះខ្ញុំគ្មានអ្វីទៀតទេផ្ទះនេះក៏ខ្ញុំបានលក់អស់ហើយដែរមិនយូរទេខ្ញុំនឹងចេញពីទីនេះដែរហើយ បានលឺហើយមែនទេថាទីនេះមិនស្វាគមន៍មនុស្សអនាថាដូចតាកញ្ចាស់ឯងទេ សូមទោសផងណាប៉ា ទៅហៅប៉ាស្អីបងគ្មានអីពាក់ព័ន្ធនឹងគ្នាជាមួយកូនស្រីតាកញ្ចាស់នោះទៀតទេយ៉ាងម៉េចហៅគេថាប៉ាព្រោះនឹកដល់កូនស្រីគេវិញមែនទេបើនឹកណាស់ទៅរកគេទៅ ប៉ាមកចូលក្នុងអង្គុយសិនមកអរគុណណាស់កូនហើយចុះចៅប៉ាគេយ៉ាងម៉េចហើយពេលនេះគេកំពុងតែឈឺហើយប៉ាខ្ញុំគ្មានប្រាក់យកគេទៅព្យាបាលនោះទេព្រោះប្រាក់បានមកឲ្យប្រពន្ធអស់ហើយកូនឧត្តមយើងទាំងពីរនាក់ខុសខ្លាំងណាស់ចំពោះប្រពន្ធកូនយើងបោះបង់មនុស្សល្អស្រវាយយកស្រីពេស្យាពេលខាតបង់ទ្រព្យបាត់បង់ទាំងមនុស្សល្អនៅក្បែរប៉ាស្ដាយក្រោយណាស់កូន ប៉ុន្តែប៉ាពេលនេះកូននឹកដល់សោមា
កូនមិនគួរធ្វើបាបចិត្តប្រពន្ធបែបនេះសោះមានប្រពន្ធល្អមិនចេះមើលថែបែរជាជ្រើសយកលាមកចោលដំពេញកូនស្ដាយក្រោយណាប៉ាចង់បកក្រោយវិញក៏ពិបាកព្រោះតែគេប្រហែលជាមិនអភ័យទោសឲ្យយើងនោះទេម្យ៉ាងទៀតពេលនេះយើងក៏មិនដឹងថាពួកគេនៅទីណានោះទេកូនមានវិធីមួយពេលនេះកូនកំពុងឈឺបើសិនជាគេដឹងគេប្រកាសជាមករកកូនយើងនឹងបានជួបគេមិនខាននោះទេប៉ាគំនិតល្អអញ្ចឹងទេតើកូនបាទប៉ាអាឡូអូនពេលនេះកូនយើងឈឺហើយអូនជួយមកមើលកូនបន្តិចបានទេតែអូនមកមើលកូនសិនមកពេលនេះកូនឈឺខ្លាំងណាស់ ចាខ្ញុំនឹងតែឥឡូវនេះ កូនសមមាមានរឿងអីមែនទេកូន អ្នកម៉ាក់ពេលនេះកូនរបស់ខ្ញុំគេឈឺខ្ញុំចង់ទៅមើលកូន តែថ្ងៃនេះក្រុមហ៊ុនមានប្រជុំណាកូន មិនអីទេអ្នកម៉ាក់ពេលនេះកូនមិនទៅក្រុមហ៊ុននោះទេកូននឹងទៅយកកូនរបស់កូនត្រឡប់មកវិញ បើអញ្ចឹងម៉ាក់ទៅជាមួយកូន ចាម៉ាក់ ឯណាកូនរបស់ខ្ញុំ អូនចូលផ្ទះសិនមក អត់ទេខ្ញុំមិនចង់ចូលទេឆាប់យកកូនមកខ្ញុំយកកូនទៅពេទ្យអេស្រីមុខក្រាស់ម្លេះលែងលះគ្នាហើយបែរជាមកញ៉ែញ៉ងដាក់គេទៀតពិតជាមិនចេះខ្មាស់គេមែនយើងមកយកកូនយើងតែប៉ុណ្ណោះមិនបានគិតចង់មកយករបស់ដែលយើងបោះចោលនោះទេឆាប់យកកូនមកឲ្យខ្ញុំបងសម្លាញ់អូនអរគុណហើយណានេះកាបូបអូនបានទិញរួចហើយស្អាតទេបងអូយនេះក្លិនទឹកអប់ដែលបងពេញចិត្តអូនក៏បានទិញដែរក្លិនវាបាញ់ឲ្យធានាថាបងទៅណាមិនរួចចោលអូននោះទេណាប្តីសម្លាញ់ សមមាមកចូលមកបងនាំទៅមើលកូន រឿងអីដែលត្រូវឲ្យស្រីម្នាក់នេះចូលផ្ទះនេះជាផ្ទះខ្ញុំមិនអនុញ្ញាតឲ្យនាងចូលជាដាច់ខាតណែកូននាងយកទៅខ្ញុំក៏មិនចង់មើលថែអាក្មេងចង្រៃនេះដែរគួរឲ្យធុញណាស់នេះជាស្នាមអីនាងធ្វើបាបកូនយើងមែនទេលោកមកកូនយើងម៉េច បងសុំទោសគឺថាណែ ខ្ញុំប្រាប់លោកឲ្យមែនទេបើកូនខ្ញុំមានបញ្ហាអីលោកក៏មិនរួចខ្លួនដែរ អូពុទ្ធោចៅយាយទើបតែនៅតូចសោះត្រូវគេធ្វើបាបស្នាមជាំពេញរាងកាយពួកឯងនេះពិតជាអាក្រក់ខ្លាំងណាស់ ម៉ាលីនអូន យើងធ្លាប់ស្គាល់គ្នាដែរមែនទេ ម៉ាលីនបងខុសហើយអភ័យទោសឲ្យបងផងបានទេយើងត្រឡប់មកដូចដើមវិញទៅពេលនេះបងបានបាយជាមួយគេហើយ ណែលោកចំណាស់នេះទៅហើយល្មមទៅវត្តទៅវាហើយយើងគ្មានអីពាក់ព័ន្ធនឹងគ្នាទៀតទេហើយខ្ញុំមកទីនេះក៏ព្រោះតែមកយកចៅរបស់ខ្ញុំត្រឡប់ទៅវិញមិននិយាយអ្វីផ្សេងនោះទេ សមមាចំណែកបងក៏ខុសដែលធ្វើបាបអូន ហើយបងស្អីដែរនិយាយអីមិនចេះមើលក្បាលខ្ញុំនៅចងងទេអីយ៉ាងម៉េចចង់ទាត់ខ្ញុំចោលមែនណាបានបើចង់ទៅរកគេណាក៏ចេញពីផ្ទះនេះទៅព្រោះផ្ទះនេះជារបស់យើងចេញទៅចេញទាំងអស់គ្នាទៅនាងច្បាស់ហើយមែនទេថាផ្ទះនេះជារបស់នាងមែនហើយបើមិនមែនជាផ្ទះយើងតើជាផ្ទះនាងមែនទេនាងចាំបានទេកន្លែងលេងល្បែងនាងបានលេងល្បែងចាញ់បានយកផ្ទះទៅបញ្ចាំតើនាងដឹងទេថាអ្នកទទួលបញ្ចាំនោះជាអ្នកណាយើងមិនដឹងទេដឹងត្រឹមថាមិនមែនជានាងទៅបានហើយ តៃនេះអូនលេងល្បែងមែនទេស្រីចង្រៃឯងនេះ អូយហើយបងហ៊ានតែកំភ្លាខ្ញុំផងហ៎ចេញទៅចេញពីផ្ទះខ្ញុំនាំគ្នាចេញឲ្យអស់ទៅបើមិនចេញយើងនឹងទេហៅប៉ូលីសមកអូសក្បាលពួកឯងចេញហើយណាបើអញ្ចឹងក៏ទេមកយើងចង់ដឹងណាថាប៉ូលីសនឹងអូសក្បាលអ្នកណាយើងឲ្យនាងនឹងលោកស្នាក់នៅផ្ទះនេះក៏ព្រោះតែកូនយើងនៅទីនេះតែពេលនេះយើងនឹងយកកូនត្រឡប់ទៅវិញហើយពួកឯងក៏គ្មានសិទ្ធិនៅទីនេះទៀតដែរ អូននិយាយបានន័យថា មែនហើយផ្ទះនេះគឺជារបស់ខ្ញុំហើយនឹងម៉ាក់ពេលនេះចូលច្បាស់ហើយនៅឆាប់ចេញពីផ្ទះនេះទៅ សមមាអូនបងខុសហើយ
មួយឆ្នាំកន្លងផុតទៅនេះបងនឹកដល់អូនគិតដល់អូនគ្រប់ពេលគ្មានថ្ងៃណាដែលបងមិននឹកអូននោះទេយើងត្រឡប់មកនៅជាមួយគ្នាវិញទៅណាអូន ចាស់លោកមានសួរខ្ញុំទេថាខ្ញុំនឹកលោកឬក៏អត់គ្រាន់តែឮឈ្មោះលោកខ្ញុំនេះចង់ក្បត់ទៅហើយព្រោះលោកជាមនុស្សប្រុសដែលគួរឲ្យរអាំជាទីបំផុតឆាប់រើបង្វិចចេញពីផ្ទះខ្ញុំទៅឲ្យឆាប់ឡើង សោមាកូននេះកូនមិននិយាយជាមួយប៉ាឯងតិចទេអី អូខ្ញុំភ្លេចបាត់ទៅហើយថាខ្ញុំនៅមានប៉ាដែរហេតុអីក៏ទៅមកស្ដាយក្រោយនៅពេលនេះឬមួយក៏គេទាត់ក្បាលចោលដែរមែនទេ ប៉ាដឹងថាកូនខឹងនឹងប៉ាតែប៉ាពិតជាដឹងខុសពិតមែនប៉ាខុសពិតមែនសូមកូនអភ័យទោសឲ្យប៉ាផងណាកូន ខ្ញុំមិនមែនជាអ្នកសម្រេចចិត្តនោះទេហើយខ្ញុំក៏គ្មានសិទ្ធិនិយាយអ្វីដែររឿងនេះគឺសម្រាប់ទៅលើអ្នកម៉ាក់គ្មានអ្វីត្រូវនិយាយទេគ្រប់យ៉ាងបានបញ្ចប់តាំងពីថ្ងៃដែលយើងចេញពីផ្ទះនេះម្លេះអូហើយមួយទៀតផ្ទះដែលស្រីស្នេហ៍លោកនៅនោះយកពីលោកពេលនេះខ្ញុំក៏បានទិញយកពីវាហើយតែលោកគ្មានអីពាក់ព័ន្ធនឹងផ្ទះនោះទៀតទេ លីនអូនអភ័យទោសឲ្យបងផងទៅបងសុំវបងជ្រុលជាខុសទៅហើយបងសន្យាថាបងឈប់ធ្វើបែបនេះទៀតហើយបងនឹងមើលថែកូននឹងមើលថែអូនឲ្យបានល្អបំផុត មិនចាំបាច់ទេព្រោះពេលនេះយើងនៅតែពីរអ្នកម្ដាយកូនមានក្តីសុខណាស់មិនចង់យកកម្មមកចំពាក់អ្វីទៀតទេតោះកូនយើងទៅវិញចាអ្នកម៉ាក់ ឈប់សិនសោមាអូនសូមមេត្តាទុកឱកាសឲ្យបងម្ដងទៀតទៅបងសន្យាថាមិនធ្វើបែបនេះដាក់អូនទៀតទេមិនធ្វើឲ្យអូនឈឺចាប់មិនធ្វើឲ្យអូនស្រក់ទឹកភ្នែកបងនឹងមើលថែអូនឲ្យល្អមិនឲ្យអូនលំបាកទៀតទេ លោកគិតតែមើលពេលមានខ្ញុំក៏លោកមិនមើលថែហើយធ្វើបាបផ្លូវចិត្តស្ទើរឈួតពេលមានអ្នកថ្មីក៏លោកគ្មានសមត្ថភាពមើលថែសំបីតែទ្រព្យក៏រលាយអស់តើឲ្យខ្ញុំទៅផ្ញើវាសនាជាមួយមនុស្សដូចលោកបានយ៉ាងម៉េចទៅ ពីមុនបងគិតខុសគិតតែសប្បាយតែពេលនេះបងមិនគិតបាននោះទៀតទេបងខុសហើយ ហួសពេលហើយចេញពីផ្ទះនេះចុះហើយរបស់លោកសូមមេត្តាយកចេញឲ្យអស់កុំឲ្យសល់សំបីតែបន្តិចព្រោះខ្ញុំមិនចង់ឲ្យចង្រៃផ្ទះខ្ញុំប៉ះម៉ាក់យើងទៅផ្ទះយើងវិញតោះកូន មីងម៉ាលីនិងសោមាបាននាំកូនចេញទៅបាត់ឧត្តមនិងពូសំអល់ក៏បានចេញពីផ្ទះដូចគ្នាហើយដើរតែតោគ្មានគោលដៅបើពេលនេះខ្ញុំមិនក្បត់ប្រពន្ធខ្ញុំម្លេះខ្ញុំក៏មិនមកពិបាកដូចពេលនេះដែរបើខ្ញុំស្រឡាញ់ប្រពន្ធយល់ចិត្តប្រពន្ធក៏គ្មានរឿងបែបនេះកើតឡើងឧត្តមអើយមិនក៏ឯងល្ងងយ៉ាងនេះប៉ាក៏ដូចគ្នាចំណាស់នេះទៅហើយមិនគួរណាធ្វើរឿងគួរឲ្យស្អប់ខ្ពើមបែបនេះសោះនឹកដល់រឿងនេះណាប៉ាខ្មាស់ខ្លួនឯងណាស់ប៉ាស្អប់ខ្លួនឯងខ្លាំងណាស់គេមិនអភ័យទោសឲ្យវាត្រូវហើយព្រោះការឈឺចាប់វាពិតជាធំធេងណាស់សម្រាប់ពួកគេទាំងពីរនាក់បាទប៉ាពេលនេះកូនចង់នៅស្ងប់ស្ងាត់កូនគិតថានឹងទៅបួសដើម្បីឲ្យជ្រះថ្លាក្នុងចិត្តខ្លះប៉ាក៏ទៅបួសដែរតោះអញ្ចឹងយើងទៅតែម្ដងទៅកូនបន្ទាប់ពីគិតគ្នារួចពួកគេទាំងពីរនាក់ក៏បានទៅបួសដើម្បីឲ្យជ្រះថ្លាចិត្តហើយនឹងកាយខ្លួនធ្វើតែសេចក្តីល្អចិត្តស្មោះសរបរិសុទ្ធចំណែកឯមីងម៉ាលីននិងសោមាវិញជីវិតកាន់តែរីកចម្រើនលើមុខជំនួញនិងក្លាយជាអ្នកមានទ្រព្យសម្បត្តិយ៉ាងច្រើនស្ដុកស្ដំពួកគេទាំង3នាក់ម៉ែកូនរស់នៅយ៉ាងសុខសាន្តតរៀងមកបងនិយាយថាម៉េចហ្នឹងនេះបងទុកខ្ញុំជាអ្នកណានេះខ្ញុំជាប្រពន្ធបងឯងណាបងឯងគួរតែយល់ទុកលំបាករឿងរបស់មនុស្សស្រីខ្លះផងកុំចេះតែតាមអារម្មណ៍របស់ខ្លួនឯងពេក យើងគឺជាមនុស្សប្រុសណាយើងមានសិទ្ធិទៅរកក្រៅធ្វើជាមនុស្សប្រុសមិនមែនងាប់នៅក្រោមកន្ទុយក្បិនរបស់ប្រពន្ធនោះទេធ្វើ លែងវាចោលទៅកូនមកអាសម្បត្តិមនុស្សស្រីរកកមុំការម្នាក់ទៀតក៏បានដែរមកយើងជាប្រុសសោះហ្នឹងកុំតែខ្វល់អីបើវាមិនកើតណាលែងវាចោលទៅយកអ្នកផ្សេងទៅយើងនេះជាប្រុសបានកូនមួយហើយនៅឈឺក្បាលស្អីបងចង់យកកូនខ្ញុំទៅណាបងកុំធ្វើអញ្ចឹងអីណាខ្ញុំសុំវបងកូនពីណា
នៅតូចណាស់កុំយកកូនចេញពីខ្ញុំអីណាបងបងបងយកកូនខ្ញុំមកវិញមកបងយកកូនខ្ញុំមកវិញមកបងប្អូនអើយជួយខ្ញុំផងគេយកកូនខ្ញុំទៅហើយ រឿងទំងន់ជីវិតណែអូនញ៉ាំទៅម្ហូបនេះបងធ្វើដោយផ្ទាល់ដៃរបស់បងណា ពិតជាឆ្ងាញ់ណាស់បងនេះបើបងមិនប្រាប់ក៏អូនមិនដឹងថាបងពូកែធ្វើម្ហូបដល់ថ្នាក់នេះ នេះបងចេះធ្វើម្ហូបតាំងពីពេលណាមិនក៏អូនអត់ដឹងអញ្ចឹងប្រាប់អូនបានអត់ហឹម ប្រាប់មិនបានទេរូបមន្តពិសេសគឺមានតែប្រពន្ធរបស់បងម្នាក់គត់ដែលមានសំណាងបានភ្លក់ស្នាដៃរបស់បងណា ហឹមបងនេះសម្ដីផ្អែមដល់ហើយអូនណាក៏អាចធ្វើម្ហូបបានឆ្ងាញ់ដូចជាបងដែរហ្នឹង តែបងសុំធ្វើជាចុងភៅរបស់អូនជារៀងរហូតទោះបីជាបងរវល់ការងារយ៉ាងណាក៏ដោយក៏បងសន្យាថាបងនឹងមើលថែអូនឲ្យបានល្អនិងផ្ដល់សេចក្តីស្រឡាញ់របស់បងទៅឲ្យអូនទាំងអស់វត្តមានអូនគឺជាសេចក្តីសុខរបស់បងយើងនឹងស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នងណា ចាស់បងតែអូនមានរឿងមួយមិនសប្បាយចិត្តសោះ តើអូនមានរឿងស្អីទៅប្រាប់បងបន្តិចមកមើលបងចង់ដឹងណា គឺម្ដាយរបស់បងនឹងណាដូចជាមិនសូវពេញចិត្តអូនសោះគាត់មិនសូវចូលចិត្តអូនទេ ហើយគិតទៀតហើយនេះប្រពន្ធសម្លាញ់អូនញញឹមបន្តិចទៅមើលគាត់គឺជាមនុស្សចាស់ហើយអូនមិនចាំបាច់គិតអីជាមួយគាត់ច្រើនទេសំខាន់ឲ្យតែយើងពីរនាក់រស់នៅជាមួយគ្នាមានសេចក្តីសុខគឺវាគ្រប់គ្រាន់ហើយបងនឹងធ្វើជាមនុស្សល្អសម្រាប់អូនណាបងនឹងធ្វើជាមេគ្រួសារដ៏ល្អម្នាក់នឹងធ្វើជាបរិសុទ្ធដ៏រឹងមាំដើម្បីការពារអូនកុំខ្លាចអីព្រោះអីមានបងការពារអូនហើយ អូនពិតជាកក់ក្ដៅណាស់ដែលបានបងមកធ្វើជាប្តីរបស់អូនហើយស្រឡាញ់ស្មោះស្ម័គ្រជាមួយអូនទោះជាអូនគ្មានអ្វីអូនគឺជាកូនកំព្រាអូនពិតជាសំណាងណាស់ដែលបានបងធ្វើជាប្តីរបស់អូនណា អូអាឡ័យតែនិយាយគ្នាមហូបតិចអស់បាត់ហើយញ៉ាំទៅអូនលុះកន្លងផុតទៅមិនបានប៉ុន្មានឆ្នាំផងភាពផ្អែមល្ហែមដែលធ្លាប់មានពីមុនក៏បានប្រែប្រួលទាំងស្រុងពីជីវិតក្មេងស្រីម្នាក់ឈឺចាប់មិនដឹងនិយាយប្រាប់នរណាទំងន់ជីវិតប្តីមិនយល់ចិត្តម្ដាយក្មេងព្យាយាមពង្រាត់អូនណាបើកទ្វារបើកទ្វារឲ្យបងបន្តិចមើលបើកទ្វារ នេះបងទៅមកពីណាថ្មនេះហើយទៅមកដល់ផ្ទះ ណានៅផ្ទះមើលតែកូនដែរកុំមកចេះសួរយើងច្រើនណាហើយអត់ចេះបើកភ្នែកមើលទេអីមនុស្សទៅមកពីធ្វើការអស់កម្លាំងណាឆ្ងល់មែនវ៉ៃផឹកស៊ីបន្តិចបន្តួចហ្នឹងវាអត់បានអីហាមើលមុខ អេម៉ូតូបងម៉ូតូនៃណាមិនក៏អត់ឃើញអញ្ចឹង ស្អីគេហ្នឹងឆ្ងល់តាំងពីម៉ូតូឡើងអញ្ចឹងអីឆ្ងល់នេះឆ្ងល់មិនចេះអស់អញ្ចឹងមិត្តភ័ក្ដិបងគេខ្ចីយកតែជិះមកល្ងាចសិនវាគ្រាន់តែមិនឃើញម៉ូតូសោះវាធ្វើមុខឆ្លេឆ្លាធ្វើមើលតែបាត់មាសបាត់ពេជ្រអញ្ចឹង បងខ្ញុំគ្មានចេតនាធ្វើអញ្ចឹងទេណាខ្ញុំខ្លាចថាបងទុកនៅផ្ទះម៉ែមិនទាន់បានយកមក ហើយវាអាម៉េចខ្ញុំគ្រាន់តែឲ្យពួកម៉ាក់ខ្ញុំខ្ចីជិះបន្តិចមិនបានមែនទេម៉ូតូហ្នឹងអញជាអ្នកទិញអញមិនបានយកលុយឯងយកមកទិញទេធ្វើឯងនឹងមកហួងហែងតកើតដែរ
តើធ្វើអីក៏ធ្វើទៅគ្រាន់តែឯងចូលមកដល់ផ្ទះពេលណាមិនដែលខ្វះរឿងហ្មង ចុះបងហូបបាយហើយនៅបង មិនស៊ីមិនអីទេចាក់ឲ្យឆ្កែស៊ីđó ហើយនេះបងចាំមិននឹងខ្ញុំនិយាយជាមួយបងស្រួលបួនតាបងចាំបាច់និយាយដំឡើងសរសៃកដាក់ខ្ញុំធ្វើអី ណានិយាយអីខ្លាំងបន្តិចមិនបានទេអីហ៎គ្រាន់តែដាំបាយមើលកូនប៉ុណ្ណឹងសោះក៏ពិបាកដែរហ៎ធ្វើរឹកធ្វើមើលតែមានកូនខ្ចីតែម្នាក់ឯងមែនគេមានកូនខ្ចីពេញពិភពលោកទាំងអស់នោះមិនដែលឃើញអាណាសួរនាំដូចជាឯងចឹងទេអើយចាញ់មកឲ្យខុសរបៀបត្មងໄວនេះបើសិនជាឯងចេះរកស៊ីខ្លួនឯងវិញណាមិនដឹងជាត្រួតក្បាលប្តីបណ្ណាទេ បងថែខ្ញុំបានតែសំបងក៏មកដៀលក្បាលខ្ញុំដល់ថ្នាក់នេះអី យើងគ្រាន់តែប្រាប់ឯងតាមសម្រួលតាអត់បានទៅដៀលទេវើយយ៉ាងម៉េចឯងមិនខ្លាំងទៀតទៅហ៎មិនក៏មិននិយាយទៀតទៅថារាល់ថ្ងៃឯងរស់ដោយសារតែគេឯងនៅផ្ទះមើលកូនតែយើងនេះចេញទៅធ្វើការនៅកណ្ដាលថ្ងៃចេះចង់បែកសន្ទះក្បាលទៅហើយយើងនេះអត់មានធ្ងោអីមួយម៉ាត់ទេតែឯងវិញណាពេលយើងចូលមកដល់ក្នុងផ្ទះគឺមានរឿងក្តៅកាហាយរហូតធ្វើជាប្តីគេចេះរលុយចាយប៉ុណ្ណឹងហើយគឺគេចង់ធ្វើអីមិនចាំបាច់ប្រាប់ឯងគ្រប់រឿងគ្រប់ពេលនោះទេ ណែបងយើងនិយាយគ្នាបានតាចាំបាច់អីស្រែកដាក់ខ្ញុំដល់ថ្នាក់ហ្នឹង ហើយវាថៃហ៎យើងស្រែកដាក់មិនបានណោះផ្ទះរបស់យើងនេះជាមេគ្រួសារណាក៏មកចង់ខ្លាំងជាមួយយើងហ៎ចាញ់ឲ្យឆ្ងាយទៅឆាប់ចាញ់ឲ្យឆ្ងាយពីយើងទៅវើយប្រយ័ត្នមកជើងបាត់កងងាប់ទៅនឹងឥឡូវហ្នឹង នេះជាឆាកជីវិតរបស់ខ្ញុំនិងកូនហើយកម្មដែលខ្ញុំកំពុងទទួលពេលនេះខ្ញុំសុខចិត្តទទួលតែម្នាក់ឯងកុំឲ្យកូនខ្ញុំមកត្រូវវេទនាជាមួយខ្ញុំឯងឪពុកក៏គ្មានម្ដាយក៏គ្មានវាសនាខ្ញុំត្រូវពឹងលើប្តីតែហេតុអីបានជាអ្វីៗគ្រប់យ៉ាងត្រូវប្រែប្រួលបែបនេះបងធ្វើបែបនេះដាក់ខ្ញុំឲ្យខ្ញុំសង្ឃឹមអីទៅខ្ញុំគ្មានអ្នកណាទាំងអស់ក្រៅពីបងពេលនេះបងប្រែប្រួលហើយបងលេចបារម្ភពីខ្ញុំដូចកាលពីមុនហើយទុកខ្ញុំនិងកូនចៅរាល់ថ្ងៃបងភ្លេចអស់ហើយគ្រាដែលយើងស្រឡាញ់គ្នាពីដំបូងនោះ ថ្ងៃនេះបងចង់អោបអូនបន្តិចបានទេ ខ្ញុំថាកុំអីបងព្រោះខ្ញុំសរសៃខ្ចីមិនទាន់រឹងដៃរឹងជើងទេខ្លាចតែមានរឿងអីកើតឡើងទៅព្រោះថាកូនយើងទៅបានមួយខែនឹង ស្អីគេវ៉ៃប៉ះពាល់បន្តិចបន្តួចសោះធ្វើមើលតែខ្លួនឯងនឹង នឹងហើយខ្ញុំណាកំពុងតែកូនខ្ចីបងយល់ពីខ្ញុំតិចទៅបានអត់ខ្ញុំដឹងថាបងត្រូវការបែបនេះតែបងគួរតែយល់ផងថាវាមានផលប៉ះពាល់អីខ្លះដល់ខ្ញុំ ប៉ះពាល់បន្តិចមិនបានតែលុយយើងឲ្យពេញដៃណាហេតុអីគ្រាន់តែរឿងប៉ុណ្ណឹងសោះធ្វើមើលតែយើងនេះបបួលនាងឯងទៅងាប់អញ្ចឹង បងនិយាយថាម៉េចហ្នឹងនេះបងទុកខ្ញុំជាអ្នកណានេះខ្ញុំជាប្រពន្ធបងឯងណាបងឯងគួរតែយល់ទុកលំបាករឿងរបស់មនុស្សស្រីខ្លះផងកុំចេះតែតាមអារម្មណ៍របស់ខ្លួនឯងពេក បានធ្វើជាប្តីប៉ះពាល់មិនបានណាអញ្ចឹងពេលដែលប្តីទៅរកស្រីនៅពេលយប់កុំដេកទឹកភ្នែកយំរៀបរាប់ហាមដាច់ខាតលឺទេធ្វើកោធ្វើថ្លង់ទៅហើយកុំមកល្អូថាហេតុអី
បានជាគេមកផ្ទះយឺន នេះបងនិយាយពីស្អីហ្នឹងនេះបងរករឿងខ្ញុំទៀតហើយមែនអត់ហាធ្វើជាប្តីប្រពន្ធនឹងគ្នាគ្រាន់តែរឿងប៉ុណ្ណឹងសោះបងបង្កើតឲ្យខ្លាចទៅជារឿងធំអញ្ចឹងហ៎តែមនុស្សប្រុសគ្រប់រូបគេដូចបងឬអត់ បានហើយចង់យ៉ាងម៉េចទៀតឆ្លើយមកព្រមឬក៏មិនព្រមយើងគឺជាមនុស្សប្រុសណាយើងមានសិទ្ធិទៅរកក្រៅធ្វើជាមនុស្សប្រុសមិនមែនងាប់នៅក្រោមកន្ទុយក្បិនរបស់ប្រពន្ធនោះទេធ្វើ លែងវាចោលទៅកូនមកអាសម្បត្តិមនុស្សស្រីរកកំមុំការម្នាក់ទៀតក៏បានដែរមកយើងជាប្រុសសោះហ្នឹងកុំតែខ្វល់អីបើវាមិនកើតណាលែងវាចោលទៅយកអ្នកផ្សេងទៅយើងនេះជាប្រុសបានកូនមួយហើយនៅឈឺក្បាលស្អីយកកូនមកចិញ្ចឹមខ្លួនឯងមកហើយដេញក្បាលវាចេញពីផ្ទះទៅអញ្ចឹងហើយវាគ្មានស្អីទីពឹងខ្លួនទេរស់នៅដូចជាបញ្ញាក្អែកល្ងងសំបីតាសមតួនឹងក៏មិនចេះផង មិនស្រួលទេម៉ែអើយកូនខ្ញុំវានៅបៅដោះអត់ដូចម៉ែឯងគិតទេ ហេណែយើងធ្វើជាម៉ែឯងចិញ្ចឹមឯងបានប៉ុណ្ណឹងហើយយើងណាមិនល្ងងចិញ្ចឹមក្មេងម្នាក់ទៀតមិនរស់នោះទេ អញ្ចឹងម៉ែឯងចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េចល្អទៅម៉ែ លែងវាចោលទៅហើយយកមួយទៀតទៅឯងនេះណាជាមេគ្រួសារឯងជាអ្នកទុកដាក់លុយរឿងប៉ុណ្ណឹងណាឯងគិតមើលខ្លួនឯងទៅថារស់នៅជាមួយគ្នារាល់ថ្ងៃហ្នឹងមានសេចក្តីសុខទេហើយបានប្រពន្ធមកផ្លឹករុយទុំមិនបក់ទេមាត់ណាបើកក៏មិនរួចដែរតែបើបើកមាត់វិញណាចង់តែចាប់ហែកមាត់ទេអើយតឹងទ្រូងណាស់លោកអើយលោកបើមានពីរអ្នកនៅលើលោកនេះណាហើយសុំធ្វើបុណ្យកុំអោយយល់កុំអោយជួបឲ្យសោះលោកអើយ ចាំបន្តិចសិនទៅឯម៉ែក្រាញ់វាយ៉ាងម៉េចយ៉ាងម៉ែកុំតន់ថា ចាំមើលខ្លួនឯងទៅថាម៉ែនេះនិយាយមិនខុសទេបើម៉ែនិយាយខុសណាឲ្យជន់អាចនឹងធាក់កដាលមាត់ម៉ែទៅឯងនេះណាចេះសង្កេតមើលប្រពន្ធខ្លួនឯងដែរឬអត់ហាណែថាឥឡូវនេះណាវាធ្លាក់ខ្លួនដល់ថ្នាក់ណាហើយអូយ ហើយរវល់ធ្វើស្អីហ្នឹងនៅតែផ្ទះតូចមួយសោះបានជាដាំបាយខ្លោចនេះបើកុំតបងមកតន់ភ្លើងវាឆេះផ្ទះនេះអស់ផ្ទះនៅជាមិនខានទេ គឺអូនអាឡៃតែមើលកូនដេកព្រោះវារករឿងមួយថ្ងៃហើយ អូភ្លេចណាស់ណោះភ្លេចដល់ថ្នាក់ថាខ្លួនឯងធ្វើស្អីអញ្ចឹងហ៎មានយកភ្នែកមើលទេនេះហ៎នេះបើមានរឿងអីកើតឡើងសួរថានរណាអ្នកណាទទួលខុសត្រូវហ៎គឺមានតែបងទេជាអ្នករ៉ាប់រងធ្វើស្អីមិនចេះគិតសោះហ្មងណ៎ឃើញអត់ឲ្យតែនិយាយស្អីបន្តិចបន្តួចអាងអីបង្ហូរទឹកភ្នែកមិនក៏ព្រមតមាត់ជាមួយយើងទៀតទៅចាំបាច់ឈរស្ងៀមដូចជាមនុស្សកោធ្វើស្អីឲ្យតែបងមកពីធ្វើការវិញក៏មានតែរឿងក្តៅក្រហាយរហូតបងមិនដឹងថារាល់ថ្ងៃនេះអូនឯងគិតស្អីទេឲ្យតែនៅផ្ទះសោះហ្នឹងហើយ ហាស្អីគេមានរឿងដល់ថ្នាក់នឹងផងអីហូយសំណាងហើយវាអត់ផ្ទុះណែបើវាផ្ទុះណាមិនងាប់ទាំងអស់គ្នាទៅហើយទេអីហ៎ហើយលោកអាយលោក អញ្ចឹងហើយបានជាខ្ញុំមកនិយាយជាមួយម៉ែហ្នឹងណាខ្ញុំឈឺក្បាលណាស់ម៉ែខ្ញុំមកពីធ្វើការហត់ហើយមកដល់ផ្ទះក៏ឃើញរឿងអញ្ចឹងទៀតហើយខ្ញុំចង់ទៅស្ទះម្ដងទេម៉ែអើយរឿងការងារផងរឿងនៅផ្ទះអញញ៉ៃផងហើយខ្ញុំចេះទៅទប់បានហើយក៏ដើរចេញទៅបើខ្ញុំនៅឃើញមុខតែបន្តិចទៀតណាច្បាស់ជាត្រូវបាត់កមិនខានទេ ថាហើយថាទៀតប្រពន្ធគ្មានកំណើតអើយដាំបាយមួយឆ្នាំក៏មិនបានស៊ីផងពុទ្ធធូអើយព្រះអើយព្រះមិនដឹងថាចង់និយាយយ៉ាងម៉េចទេនេះបើរឿងអញ្ចឹងនេះអើយ ខ្ញុំទ្រាំនៅជាមួយទៀតមិនបានទេម៉ែ រឿងនឹងណាវាត្រូវតែអញ្ចឹងឯងទៅយកចៅម៉ែមកឲ្យម៉ែមកវិញទុកឲ្យវានៅម្នាក់ឯងទៅហើយចាំមើលណា
តែវានៅយូរបានប៉ុណ្ណាទៀតទៅ ចុះបើប្រពន្ធខ្ញុំនាងព្រមវិញនោះម៉ែ អេឯងណាប្តីវាឬក៏វាម៉ែឯងណាកុំទៅចោះញោមមកអាសម្បត្តិប្រពន្ធរស់ដោយសារប្តីសោះតោះទៅយកកូនឯងមកវិញមក អើបងកាក់កដាជប់មិញបងទៅណាមិនក៏បងអត់ត្រឡប់មកផ្ទះវិញអញ្ចឹង មិនបាច់ចង់ដឹងចង់សួរអីទាំងអស់ចាប់ពីថ្ងៃនេះទៅយើងរស់នៅតែម្នាក់ឯងទៅអញទ្រាំរស់នៅជាមួយយើងមិនបានទេ នីងខ្ញុំអត់យល់ពីបងនិយាយអីទេណា កុំបាច់មកធ្វើជាមិនយល់ហើយក៏មិនចាំបាច់មកខ្វល់ពីរឿងមើលកូនស្អីទៀតដែរពួកយើងទាំងពីរនាក់មិនចាំបាច់រស់នៅជាមួយគ្នាទៀតទេព្រោះរាល់ថ្ងៃនេះខ្ញុំវាពិបាកខ្លាំងណាស់ខ្ញុំមិនដឹងថាថ្ងៃមុខវារីកចម្រើនស្អីទៀតឬក៏អត់ទេយើងនេះគ្មានចេះទុកដាក់ទ្រព្យសម្បត្តិស្អីទេបាន10ចាយ10បាន20ចាយ20រកស៊ីគ្មានសល់ស្អីទាំងអស់មានកូនតែមួយសោះវាពិបាកដល់ថ្នាក់នឹងទៅហើយបើអញ្ចឹងយើងមិនចាំបាច់នៅជាមួយគ្នាទៀតទេ ខ្ញុំធ្វើអីបងមិនក៏បងនិយាយពាក្យនេះចេញមកហ៎ខ្ញុំអត់ដឹងថាបងកំពុងតែនិយាយស្អីទេណា មិនដឹងហ៎ឥឡូវខ្ញុំប្រាប់ឲ្យដឹងហើយតាថាយើងវាដល់ពេលត្រូវចប់ហើយគ្មានអីត្រូវនិយាយទៀតទេ បងចង់យកកូនខ្ញុំទៅណាបងកុំធ្វើអញ្ចឹងអីណាខ្ញុំសុំវបងកូនមាននៅតូចណាកុំយកកូនចេញពីខ្ញុំអីណាបងយកកូនខ្ញុំមកវិញមកបងយកកូនខ្ញុំមកវិញមកបងប្អូនអើយជួយខ្ញុំផងគេយកកូនខ្ញុំទៅហើយបើគ្មានកូនខ្ញុំរស់នៅបានយ៉ាងម៉េចទៅបងយកកូនខ្ញុំមកវិញមកថ្ងៃនេះបងចង់អោបអូនបន្តិចបានទេ ខ្ញុំថាកុំអីបងព្រោះខ្ញុំសរសៃខ្ចីមិនទាន់រឹងដៃរឹងជើងទេខ្លាចតែមានរឿងអីកើតឡើងទៅព្រោះថាកូនយើងទៅបានមួយខែនឹង ស្អីគេវ៉ៃប៉ះពាល់បន្តិចបន្តួចសោះធ្វើមើលតែខ្លួនឯងនឹង ហើយខ្ញុំណាកំពុងតែកូនខ្ចីបងយល់ពីខ្ញុំតិចទៅបានអត់ខ្ញុំដឹងថាបងត្រូវការបែបនេះតែបងគួរតែយល់ផងថាវាមានផលប៉ះពាល់អីខ្លះដល់ខ្ញុំ ប៉ះពាល់បន្តិចមិនបានតែលុយយើងឲ្យពេញដៃណាហេតុអីគ្រាន់តែរឿងប៉ុណ្ណឹងសោះធ្វើមើលតែយើងនេះបបួលនាងឯងទៅងាប់អញ្ចឹង បងនិយាយថាម៉េចហ្នឹងនេះបងទុកខ្ញុំជាអ្នកណានេះខ្ញុំជាប្រពន្ធបងឯងណាបងឯងគួរតែយល់ទុកលំបាករឿងរបស់មនុស្សស្រីខ្លះផងកុំចេះតែតាមអារម្មណ៍របស់ខ្លួនឯងពេក បានធ្វើជាប្តីប៉ះពាល់មិនបានណាអញ្ចឹងពេលដែលប្តីទៅរកស្រីនៅពេលយប់កុំដេកទឹកភ្នែកយំរៀបរាប់ហាមដាច់ខាតលឺទេធ្វើកោធ្វើថ្លង់ទៅហើយកុំមកល្អូថាហេតុអីបានជាគេមកផ្ទះយឺត នេះបងនិយាយពីស្អីហ្នឹងនេះបងរករឿងខ្ញុំទៀតហើយមែនអត់ហាធ្វើជាប្តីប្រពន្ធនឹងគ្នាគ្រាន់តែរឿងប៉ុណ្ណឹងសោះបងបង្កើតឲ្យខ្លាចទៅជារឿងធំអញ្ចឹងហ៎
តែមនុស្សប្រុសគ្រប់រូបគេដូចបោះឬអត់ បានហើយចង់យ៉ាងម៉េចទៀតឆ្លើយមកព្រមឬក៏មិនព្រមយើងគឺជាមនុស្សប្រុសណាយើងមានសិទ្ធិទៅរកក្រៅធ្វើជាមនុស្សប្រុសមិនមែនងាប់នៅក្រោមកន្ទុយក្បិនរបស់ប្រពន្ធនោះទេធ្វើយ លែងវាចោលទៅកូនមកអាសម្បត្តិមនុស្សស្រីរកកំមុំការម្នាក់ទៀតក៏បានដែរមកយើងជាប្រុសសោះហ្នឹងកុំតែខ្វល់អីបើវាមិនកើតណាលែងវាចោលទៅយកអ្នកផ្សេងទៅយើងនេះជាប្រុសបានកូនមួយហើយនៅឈឺក្បាលស្អីយកកូនមកចិញ្ចឹមខ្លួនឯងមកហើយដេញក្បាលវាចេញពីផ្ទះទៅអញ្ចឹងហើយវាគ្មានស្អីទីពឹងខ្លួនទេរស់នៅដូចជាបញ្ញាក្អែកល្ងងសំបីតាអសមឲ្យតួនឹងក៏មិនចេះផង មិនស្រួលទេម៉ែអើយកូនខ្ញុំវានៅបៅដោះអត់ដូចម៉ែឯងគិតទេ ហេណែយើងធ្វើជាម៉ែឯងចិញ្ចឹមឯងបានប៉ុណ្ណឹងហើយយើងណាមិនល្ងងចិញ្ចឹមក្មេងម្នាក់ទៀតមិនរស់នោះទេ អញ្ចឹងម៉ែឯងចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េចល្អទៅម៉ែ លែងវាចោលទៅហើយយកមួយទៀតទៅឯងនេះណាជាមេគ្រួសារឯងជាអ្នកទុកដាក់លុយរឿងប៉ុណ្ណឹងណាឯងគិតមើលខ្លួនឯងទៅថារស់នៅជាមួយគ្នារាល់ថ្ងៃហ្នឹងមានសេចក្តីសុខទេហើយបានប្រពន្ធមកផ្លឹករុយទុំមិនបក់ទេមាត់ណាបើកក៏មិនរួចដែរតែបើបើកមាត់វិញណាចង់តែចាប់ហែកមាត់ទេអើយតឹងទ្រូងណាស់លោកអើយលោកបើមានពីរអ្នកនៅលើលោកនេះណាហើយសុំធ្វើបុណ្យកុំអោយយល់កុំអោយជួបឲ្យសោះលោកអើយ ចាំបន្តិចសិនទៅឯម៉ែក្រាញ់វាយ៉ាងម៉េចយ៉ាងម៉ាម៉ែកុំតន់ថា ចាំមើលខ្លួនឯងទៅថាម៉ែនេះនិយាយមិនខុសទេបើម៉ែនិយាយខុសណាឲ្យជន់អាចនឹងធាក់កដាលមាត់ម៉ែទៅឯងនេះណាចេះសង្កេតមើលប្រពន្ធខ្លួនឯងដែរឬអត់ហាណែថាឥឡូវនេះណាវាធ្លាក់ខ្លួនដល់ថ្នាក់ណាហើយអូយ ហើយរវល់ធ្វើស្អីហ្នឹងនៅតែផ្ទះតូចមួយសោះបានជាដាំបាយខ្លោចនេះបើកុំតបងមកតន់ភ្លើងវាឆេះផ្ទះនេះអស់ផ្ទះនៅជាមិនខានទេ គឺអូនអាឡៃតែមើលកូនដេកព្រោះវារករឿងមួយថ្ងៃហើយ អូភ្លេចណាស់ណោះភ្លេចដល់ថ្នាក់ថាខ្លួនឯងធ្វើស្អីអញ្ចឹងហ៎មានយកភ្នែកមើលទេនេះហ៎នេះបើមានរឿងអីកើតឡើងសួរថានរណាអ្នកណាទទួលខុសត្រូវហ៎គឺមានតែបងទេជាអ្នករ៉ាប់រងធ្វើស្អីមិនចេះគិតសោះហ្មងណ៎ឃើញអត់ឲ្យតែនិយាយស្អីបន្តិចបន្តួចអាងអីបង្ហូរទឹកភ្នែកមិនក៏មិនព្រមតមាត់ជាមួយយើងទៀតទៅចាំបាច់ឈរស្ងៀមដូចជាមនុស្សកោធ្វើស្អីឲ្យតែបងមកពីធ្វើការវិញណាក៏មានតែរឿងក្តៅក្រហាយរហូតបងមិនដឹងថារាល់ថ្ងៃនេះអូនឯងគិតស្អីទេឲ្យតែនៅផ្ទះសោះហ្នឹងណាហើយ ហាស្អីគេមានរឿងដល់ថ្នាក់នឹងផងអីអូយសំណាងហើយវាអត់ផ្ទុះណែបើវាផ្ទុះណាមិនងាប់ទាំងអស់គ្នាទៅហើយទេអីហ៎អើយលោកអាយលោក អញ្ចឹងហើយបានជាខ្ញុំមកនិយាយជាមួយម៉ែហ្នឹងណាខ្ញុំឈឺក្បាលណាស់ម៉ែខ្ញុំមកពីធ្វើការហត់ហើយមកដល់ផ្ទះក៏ឃើញរឿងអញ្ចឹងទៀតហើយខ្ញុំចង់ទៅស្ទះម្ដងទេម៉ែអើយរឿងការងារផងរឿងនៅផ្ទះអញអញៃផងហើយខ្ញុំចេះទៅទប់បានហើយក៏ដើរចេញទៅបើខ្ញុំនៅឃើញមុខតែបន្តិចទៀតណាច្បាស់ជាត្រូវបាត់កមិនខានទេ ថាហើយថាទៀតប្រពន្ធគ្មានកំណើតអើយដាំបាយមួយឆ្នាំក៏មិនបានស៊ីផងពុទ្ធធូអើយព្រះហើយព្រះមិនដឹងថាចង់និយាយយ៉ាងម៉េចទេនេះបើរឿងចឹងនេះអើយ ខ្ញុំទ្រាំនៅជាមួយទៀតមិនបានទេម៉ែ រឿងនឹងណាវាត្រូវតែអញ្ចឹងឯងទៅយកចៅម៉ែមកឲ្យម៉ែមកវិញទុកឲ្យវានៅម្នាក់ឯងទៅហើយចាំមើលណាតើវានៅយូរបានប៉ុណ្ណាទៀតទៅ ចុះបើប្រពន្ធខ្ញុំនាងមិនព្រមវិញនោះម៉ែ អេឯងណាប្តីវាឬក៏វាម៉ែឯងណាកុំទៅចោះញោមមកអាសម្បត្តិប្រពន្ធរស់ដោយសារប្តីសោះតោះទៅយកកូនឯងមកវិញមក
បងកកដាយប់មិញបងទៅណាមិនក៏បងអត់ត្រឡប់មកផ្ទះវិញអញ្ចឹង មិនបាច់ចង់ដឹងចង់សួរអីទាំងអស់ចាប់ពីថ្ងៃនេះទៅយើងរស់នៅតែម្នាក់ឯងទៅអញទ្រាំរស់នៅជាមួយយើងមិនបានទេ នីងខ្ញុំអត់យល់ពីបងនិយាយអីទេណា កុំបាច់មកធ្វើជាមិនយល់ហើយក៏មិនចាំបាច់មកខ្វល់ពីរឿងមើលកូនស្អីទៀតដែរពួកយើងទាំងពីរនាក់មិនចាំបាច់រស់នៅជាមួយគ្នាទៀតទេព្រោះរាល់ថ្ងៃនេះខ្ញុំវាពិបាកខ្លាំងណាស់ខ្ញុំមិនដឹងថាថ្ងៃមុខវារីកចម្រើនស្អីទៀតឬក៏អត់ទេយើងនេះគ្មានចេះទុកដាក់ទ្រព្យសម្បត្តិស្អីទេបាន10ចាយ10បាន20ចាយ20រកស៊ីគ្មានសល់ស្អីទាំងអស់មានកូនតែមួយសោះវាពិបាកដល់ថ្នាក់នឹងទៅហើយបើអញ្ចឹងយើងមិនចាំបាច់នៅជាមួយគ្នាទៀតទេ ខ្ញុំធ្វើអីបងមិនក៏បងនិយាយពាក្យនេះចេញមកហ៎ខ្ញុំអត់ដឹងថាបងកំពុងតែនិយាយស្អីទេណា មិនដឹងហ៎ឥឡូវខ្ញុំប្រាប់ឲ្យដឹងហើយតាថាយើងវាដល់ពេលត្រូវចប់ហើយគ្មានអីត្រូវនិយាយទៀតទេ បងចង់យកកូនខ្ញុំទៅណាបងកុំធ្វើអញ្ចឹងអីណាខ្ញុំសុំវបងកូនវានៅតូចណាកុំយកកូនចេញពីខ្ញុំអីណាបងយកកូនខ្ញុំមកវិញមកបងយកកូនខ្ញុំមកវិញមកបងប្អូនអើយជួយខ្ញុំផងគេយកកូនខ្ញុំទៅហើយបើគ្មានកូនខ្ញុំរស់នៅបានយ៉ាងម៉េចទៅបងយកកូនខ្ញុំមកវិញមកចេញភ្លាមទៅនាងស្រីឡប់ស្តេកុំមកឈួតនៅមុខផ្ទះអញណាមីស្រីចង្រៃមីស្រីអត់កំណើតអត់ទេម៉ែកុំនិយាយអញ្ចឹងអីណាម៉ែឲ្យខ្ញុំជួបកូនខ្ញុំតិចមកណាម៉ែតែបន្តិចទេណាម៉ែអូណែចាម៉មអូយធុញណាស់វើយយំទៅវើយយំឲ្យងាត់ទៅអូយកូនយើងពីតូចណាមិនដែលយំចឹងទេវើយរឿងមុនជីវិតភាគមិនចប់ម៉ែឲ្យកូនខ្ញុំវិញមកម៉ែអត់ដល់ខ្ញុំផងណាម៉ែណាកូនខ្ញុំវានៅតូចណាវានៅត្រូវការខ្ញុំណាម៉ែចេញភ្លាមទៅនាងស្រីឡប់ស្តេកុំមកឈួតនៅមុខផ្ទះអញណាមីស្រីចង្រៃមីស្រីអត់កំណើតកុំមកជន់ផ្ទះយើងទៀតណាអត់ទេម៉ែកុំនិយាយអញ្ចឹងអីណាម៉ែឲ្យខ្ញុំជួបកូនខ្ញុំតិចមកណាម៉ែតែបន្តិចទេណាម៉ែឯងចង់ជួបកូនឯងស្អីទៀតហាឯងនេះណាមើលកូនមិនកើតផងឯងនៅចិញ្ចឹមវាធ្វើអីទៀតប្តីឯងនេះយកកូនមកឲ្យយើងចិញ្ចឹមហើយឯងទៅរស់នៅម្នាក់ឯងទៅនៅរកស៊ីតាមយថាកម្មរបស់ឯងទៅម៉ែខ្ញុំសុំវល់ណាម៉ែខ្ញុំសុំជួបកូនខ្ញុំតិចមកណាម៉ែមិនបានយើងថាអត់គឺអត់ហើយម៉ែកុំដាច់ចិត្តពេកអីណាម៉ែណា
កូនខ្ញុំផងណាម៉ែកូនខ្ញុំក៏ត្រូវការខ្ញុំណាស់ម៉ែម៉ែកុំធ្វើអញ្ចឹងអីណាម៉ែណាតែយើងទ្រាំមិនបានវើយយើងថាមិនបានគឺមិនបានហើយក៏មកទទួលយំសោកអើយធន់ខ្លាំងណាស់វើយណែឯងទៅធ្វើការទៅនៅឈមមើលមុខវាធ្វើអីទៀតទុកឲ្យយើងជាអ្នកចាត់ការវាបើយើងនៅទីនេះហ่าវាគ្មានថ្ងៃបានជួបកូនទេទាល់តែវាហ្នឹងរំលងក្បាលយើងសិនទៅចាំទុកក្នុងខួរនឹងឯងទៅមីមុខងាប់ម៉ែបងខ្ញុំសុំវល់ណាខ្ញុំសុំជួបកូនខ្ញុំតែមួយផ្លែតទេណាបងខ្ញុំជួបកូនហើយខ្ញុំនឹងទៅវិញភ្លាមណាបងកុំដាច់ចិត្តពេកអីណាបងណាហើយមិនបាច់ជួបមិនបាច់អីទេឆាប់ចេញពីមុខផ្ទះយើងភ្លាមចង់មករកស្អីទៀតយើងប្រាប់ណាយើងមិនឲ្យកូនយើងជួបនឹងឯងជាដាច់ខាតបងអត់ទេបងកុំនិយាយចឹងអីណាបងកូនយើងវានៅតូចណាបងខ្ញុំអត់កូនមិនបានទេណាបងណានៅមើលមុខធ្វើអីទៀតឯងទៅធ្វើការទៅទុកវានៅនឹងហើយទុកឲ្យយើងចាត់ការវាវិញម៉ែបងខ្ញុំសុំវល់ឲ្យខ្ញុំជួបកូនខ្ញុំតិចមកណាបងម៉ែខ្ញុំសុំវល់ណាម៉ែឲ្យខ្ញុំសុំជួបកូនខ្ញុំតែបន្តិចទេខ្ញុំរស់នៅមិនបានទេណាម៉ែបើរស់មិនបានទេណាទៅលត់ទឹកជ្រោយចង្វាសម្រាប់ខ្លួនទៅឯងកុំមកប្រាប់យើងចេញពីមុខយើងភ្លាមឥឡូវនេះទៅមិនបានទេអត់ទេម៉ែខ្ញុំសុំវល់ឲ្យខ្ញុំជួបកូនខ្ញុំតិចមកណាម៉ែល្អបើមិនចេញទេនាងឯងយំទីនេះឲ្យងាប់ទៅម៉ែឲ្យកូនខ្ញុំមកវិញមកណាម៉ែកូនម៉ែអត់ពីកូនមិនបានទេម៉ែរស់មិនបានទេកូនអើយកូនអូណែចាម៉មអូយធុញណាស់វើយយំទៅវើយយំឲ្យងាប់ទៅអូយកូនយើងពីតូចណាមិនដែលយំចឹងទេវើយមកពីជាប់ឈាមម៉ែឯងនឹងហើយបានជាក្បាលរឹងដូចដុំថ្មទឹកដោះគោមានហើយមិនព្រមបើទៀតធុញធ្វើចរិតដូចម៉ែឯងអញ្ចឹងយំឲ្យងាប់ទៅមិនបាច់បើទេមានរបស់ឲ្យបើហើយនៅយំទៀតវៃយំទៅយំឲ្យងាប់ទៅហត់ណាស់លោកអើយឯងមិនម៉ែឪយើងទេហើយយើងនេះមើលឪឯងតាំងពីតូចហើយឥឡូវត្រូវមកមើលក្បាលឯងទៀតយើក្មេងអីមិនច្រឡំនឹងគេសោះវើយបានតែយកទៅបោះចោលតាបញ្ចាត់យើងយកទៅឲ្យម៉ែឯងវិញណាយំយ៉ាងម៉េចក៏យំទៅវើយអញអស់កម្លាំងណាស់វើយអាឡូម៉ែនេះម៉ែខលមកមានការអីឯងឆាប់មកផ្ទះវិញណាមកជួយមើលកូនឯងវិញទៅម៉ែណាមើលកូនឯងមិនឈ្នះទេវាណាយកមកបាត់សោះ
អើយកូនស្អីក្បាលរឹងដូចដុំថ្មអញ្ចឹងនោះបើម៉ាក់នឹងណាម៉ែនេះស្លាប់មុនអាយុមិនខានទេ ហើយម៉ែនេះខ្ញុំកំពុងរវល់ធ្វើការណាម៉ែហើយម្យ៉ាងទៀតថ្ងៃនេះមានការងារធ្វើច្រើនណាស់ដែលត្រូវធ្វើកូនមិនទាន់អាចទៅបានទេម៉ែក្រាញ់ម៉ែធានាថាមើលកូនខ្ញុំហី អើមិនដឹងទេយើងដាក់ទឹកដោះគោកឲ្យវាបើហើយតែវាមិនព្រមបើសោះវានៅយំមិនព្រមបាត់ឥឡូវណាក៏វាមិនទាន់បាត់យំដែរយើងនេះហត់ណាស់មិនបាច់ធ្វើការរកស៊ីអីផ្សេងទេមើលតែវានៅនឹងហើយយកវាមកស្មានថាវាស្លូតដឹងអីវាធ្វើទុកឯងនេះតាំងពីព្រឹករហូតដល់ល្ងាចយើងនេះណាគ្មានបានដេកពួនស្អីទេបើទុកវានៅនឹងទៀតណាដាច់ខ្យល់ឲ្យខ្ញុំក្មេងស្អីកើតមកខុសគេខុសឯងហើយម៉ាក់នេះណាយកទៅវិញឲ្យឆាប់ទៅរកពេលចូលប្រគុណហ្នឹងក៏មិនបានផងធុញណាស់លោកអើយលោកយើងណាលែងជាម៉ែលែងជាយាយឯងទៀតហើយមើលខ្លួនឯងទៅឈប់យំណាកូនណាកូនប៉ាកូនឆ្លាតកូនឈប់យំណាកូនណាប៉ាមកឲ្យកូនឈប់យំណាកូនណាឈប់យំទៅកូនប៉ាសំណប់ចិត្តឈប់យំណាកូនណាថ្មនេះទៅហើយកក្កដានៅមិនទាន់មកដល់ទៀតនេះម៉ោងប្រហែលទៅហើយនឹងចំជាគ្មានទំនួលខុសត្រូវមែន សុំទោសមេដែលថ្ងៃនេះខ្ញុំមកយឺត កក្កដានេះមានដឹងខ្លួនទេថាធ្វើឲ្យក្រុមហ៊ុនវឹកវរយឺតការងារអស់មួយព្រឹកដោយសារតែចាំយើងម្នាក់នេះឯងមានទំនួលខុសត្រូវឬក៏អត់នេះ សុំទោសមេដែលធ្វើឲ្យក្រុមការងារត្រូវមកជួបបញ្ហាដោយសារតែខ្ញុំម្នាក់ បើដឹងខ្លួនថាយឺតទៅហើយទូរស័ព្ទមិនក៏មិនទេមកមិនក៏មិនព្រមប្រាប់ឬមួយក៏គិតថាខ្ញុំគ្មានតម្លៃសមជាមេរបស់ឯងខលក៏មិនលើកទូរស័ព្ទទៅទៀតមិនមែនតែម្ដងឯណាឯងមើលម៉ោងទៅមើលតើម៉ោងប្រហែលទៅហើយ គឺខ្ញុំមានការរវល់ពេកកូនខ្ញុំវាធ្វើទុកយំមិនព្រមបាត់សោះទើបខ្ញុំមិនបានខលមកមេខ្ញុំសុំទោសណាមេថ្ងៃក្រោយខ្ញុំមិនឲ្យមានរឿងបែបនេះកើតឡើងទៀតទេ កុំមកយកពាក្យសុំទោសមកដាក់មុខថ្ងៃក្រោយខ្ញុំមិនចង់លើពាក្យសុំទោសទៀតទេចាត់ទុកថានេះជាលើកដំបូងដែលលោកមិនដែលធ្វើខុសទៅចោះតែកុំឲ្យមានលើកទី2ទៀតឲ្យសោះឮទេ បាទមេខ្ញុំនឹងសន្យាថានឹងមិនធ្វើឲ្យមានរឿងបែបនេះកើតឡើងជាលើកទី2ទេ បានហើយឆាប់ទៅធ្វើការទៅ បាទអរគុណមេ កូនម្ដាយមិនដឹងជាពេលនេះកូនឃ្លានស្រែកយំរកម៉ែយ៉ាងណាទេធ្លាប់តែកក់ក្ដៅនឹងដើមទ្រូងម៉ែព្រំលិខិតអើយតែខ្ញុំបានសាងអ្វីខុសទៅបានជាជីវិតខ្ញុំត្រូវមកប្រត់ប្រាស់កូនបែបនេះកូនម្ដាយពិតជានឹកកូនខ្លាំងណាស់តែឲ្យម៉ែរស់នៅយ៉ាងម៉េចបើគ្មានកូនទ្រូងម្ដាយខ្ទេចខ្ទាំអស់ហើយព្រះអើយសូមជួយខ្ញុំផង ខ្ញុំធ្វើបាបប្រពន្ធខ្លួនឯងដល់ថ្នាក់នេះគិតថាគេជាមនុស្សល្ងងដែលគ្រប់បែបយ៉ាងទាំងអស់ប្តីអាក្រក់ដូចជាខ្ញុំនាងប្រហែលជាមិនអភ័យទោសឲ្យទេចោទប្រពន្ធខ្លួនឯងថាមិនល្អតែងតែគិតថាគេជាមនុស្សដែលឡប់សតិហេតុអីក៏ខ្ញុំធ្វើដល់ថ្នាក់នេះពេលដឹងថាគ្មាននរណាម្នាក់ល្អជាមួយកូនខ្លួនឯងទើបដឹងថាមានតែប្រពន្ធយើងម្នាក់តែប៉ុណ្ណោះដែលទ្រាំទ្រគ្រប់យ៉ាង
បងខុសហើយដែលបងស្អប់អូនជឿតាមពាក្យម៉ែកូនប៉ាឲ្យប៉ាសុំទោសដែលប៉ានាំកូនមកលំបាកទីនេះជាមួយនឹងប៉ាខុសហើយកូន ហាកូនកូនមកវិញហើយកូនមកវិញហើយឯកូនម៉ែនឹកកូនណាស់កូនកូនមិនកើតអីទេកូនម៉ែសំទោសណាស់កូនដែលម៉ែឲ្យគេយកកូនទៅបាត់ចាប់ពីពេលនេះទៅម៉ែនឹងមិនឲ្យអ្នកណាយកកូនចេញពីម៉ែទេកុំជុំណាស់កូនណាកូនឆ្លាតកូនដឹងទេពេលដែលម៉ែគ្មានកូនថាម៉ែនឹកកូនខ្លាំងប៉ុណ្ណាម៉ែមិនហ៊ានដណ្ដើមយកកូនចេញពីគេទេកូនម្ដាយចាប់ពីពេលនេះទៅម៉ែមិនឲ្យអ្នកណាមកយកកូនចេញពីម៉ែទៅបានទៀតទេកូនកូនម្ដាយ បងសុំទោសណាអូនបងដឹងថាបងមិនល្អអភ័យទោសឲ្យបងផងណាបងខុសដែលបងស្ដាប់តាមពាក្យម៉ែបងទៅចោលអូនហើយចោទអូនគ្រប់បែបយ៉ាងបងដឹងថាអូនស្អប់បងតែបងលុតជង្គង់ដើម្បីឲ្យអូនលើកលែងទោសឲ្យបងណាអូនណាយើងត្រូវគ្នាវិញទៅណាអូនយើងចាប់ផ្ដើមជាថ្មីទៀតទៅណាអូនណា កន្លងទៅនេះបងស្ដាប់ពាក្យម៉ែបងចង់ថាខ្ញុំយ៉ាងម៉េចក៏បានដែរម៉ែបងណាថាខ្ញុំកប់មាត់សពគ្រប់បែបយ៉ាងគាត់ថាខ្ញុំគ្មានសាច់ញាតិគ្មានម៉ែឪខ្ញុំរៀបការជាមួយប្តីទាំងដែលម្ដាយក្មេកមិនពេញចិត្តស៊ូទ្រាំរស់គ្រប់បែបយ៉ាងទាំងអស់ទោះជាគាត់ស្អប់ខ្ញុំយ៉ាងណាក៏ដោយខ្ញុំមិនដែលគិតថាបងហើយនឹងម៉ែធ្វើដល់ខ្ញុំដល់ថ្នាក់នេះបងឆាប់និយាយទៅពេលដែលខ្ញុំវល់បងពេលដែលបងយកកូនខ្ញុំទៅបងមានដែរនឹកឃើញខ្ញុំទេហាខ្ញុំរត់តាមបងខ្ញុំយំសន្លប់តែម្នាក់ឯងហាហេតុអីក៏បងធ្វើដាក់ខ្ញុំដល់ថ្នាក់នេះហា ព្រោះតែបែបនឹងហើយទើបបងមកសុំទោសអូននោះបងសុំទោសសុំអូនអាណិតដល់កូនយើងណាបងចង់ឲ្យគេបានរៀនសូត្រចេះដឹងហើយនឹងមានអនាគតល្អដើម្បីកូនអូនកុំធ្វើអញ្ចឹងអីណា ខ្ញុំអាចចិញ្ចឹមកូនខ្ញុំបានម្នាក់ឯងក៏បានដែរ អត់ទេបងមិនឲ្យអូនពិបាកទេបងរ៉ាប់រងទាំងអស់បងសន្យាថានឹងមិនធ្វើឲ្យអូនពិបាកចិត្តទៀតទេណាអូនណាសុំជឿបងទៅបងសុំវល់ណាអូនកុំទៅណាចោលបងអីបងនឹងមើលថែគ្រួសារយើងឲ្យបានល្អបំផុតរឿងរ៉ាវផ្សេងនៅក្នុងផ្ទះវាជាវិបត្តិជាឧបសគ្គដែលម្នាក់ជួបមិនដូចគ្នាជីវិតប្តីប្រពន្ធត្រូវចេះផ្ដល់សេចក្តីសុខឲ្យគ្នាកុំស្ដាប់តែពាក្យម្ខាងពេកនាំរឿងមិនល្អដាក់ចូលក្នុងគ្រួសារដោយសារធ្វើខុសការពិចារណានឹងធ្វើឲ្យមានភ្លើងឆាបឆេះនៅក្នុងផ្ទះដោយភាពងងខ្លៅមួយពេលធ្វើឲ្យមនុស្សដែលរស់នៅជាមួយយើងត្រូវឆាបឆេះដោយការលាក់ទុកបញ្ហាដែលកើតមានឡើងដោយការស្ដាប់ពាក្យពីខាងក្រៅ